Channel 3. RFA 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 Channel 3. Bạn Piri chỉ thiên phnom penh nhưng bạn Giêsu chi mẹ ta xôm chùm riệp xua luôn niên chỉ tim mệt trai. Giờខ្ញុំសូមស្វាគមន៍ជាថ្មីលោកអ្នកនាងក្នុងកម្មវិធីផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook របស់ Azizi Serai ស្ដីពីការប្រារព្ធខួប1ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិតកែមលីកាលពីថ្ងៃទី10កក្កដាឆ្នាំ2016 រ
បាទកម្មវិធីផ្សាយផ្ទាល់នេះគឺមានគឺចាប់ពីម៉ោង 8 រហូតដល់ម៉ោង 11 ថ្ងៃត្រង់បាទនៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅពេលនេះយើងមានអ្នកសារព័ត៌មានអាស៊ីសេរីដែលនឹងរាយការណ៍ផ្ទាល់ពីភូមិអង្គតាកប់ឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវទីដែលក្រុមគ្រួសារនិងអ្នកគោរពស្រឡាញ់រាប់អានបណ្ឌិតកែមលីធ្វើពិធីរំលឹកធំនៅទីនោះបាទក្រៅពីនេះយើងក៏នឹងមានអ្នកព័ត៌មានអាស៊ីសេរីដែលនឹងធ្វើសេចក្តីរាយការណ៍ពីទីកន្លែងមួយចំនួនទៀតជុំវិញការរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិតកែមលីនៅថ្ងៃទី10កក្កដានេះដែរបាទបន្ថែមពីសេចក្តីរាយការណ៍ផ្ទាល់ពីទស្សនវិជ្ជានានាជុំវិញការធ្វើពិធីរំលឹកខួប1ឆ្នាំនេះយើងក៏នឹងមានសេចក្តីរាយការណ៍ពិស្ដារមួយចំនួនទៀតដែលអំពីឃាតកម្មលើលោកបណ្ឌិតកែមលីបាទឥឡូវនេះខ្ញុំសូមលោកនាងទេសនាទៅមើលទស្សនវិជ្ជានៃការប្រារព្ធពិធីរំលឹកខួបនេះនៅឯភូមិតាកប់ជាផ្ទះរបស់បណ្ឌិតកែមលីនៅពេលនេះថាតើស្ថានភាពនៅពេលនោះយ៉ាងម៉េចហើយយើងសូមជួបលោកមុំមនីរតដែលជាអ្នកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីទីនោះបាទសូមជម្រាបសួរលោកមុំមនីរតជាថ្មីម្ដងទៀតបាទសូមជម្រាបសួរលោកយាងសុជាមេតាសាជាថ្មីនិងសូមជម្រាបសួរលោកអ្នកស្ដាប់ពីទូអាស៊ីសេរីតាមប្រព័ន្ធ Facebook ជាទីគោរពរាប់អានបាទមកចេះលោកមុំមនីរតទស្សនវិជ្ជាហើយនិងស្ថានភាពនៅរោងបុណ្យពេលនេះយ៉ាងម៉េចហើយសូមរៀបរាប់មើលបាទអរគុណទស្សនវិជ្ជានៅពេលនេះមានការវិវត្តបន្តិចមួយជំហានហើយយើងឃើញថានៅខាងក្រោយខ្ញុំបាទទីតាំងក្នុងរោងនោះគឺថារៀបចំប្រសង់ត្រង់បាទនឹងគឺចាប់ផ្ដើមដំណើរការទៅហើយជាមកដល់ម៉ោងផ្សាយនេះអាចនឹងជិតចប់ហើយបាទហើយយើងឃើញមានប្រជាពលរដ្ឋច្រើនដែរអញ្ជើញពីទីក្រុងភ្នំពេញផងពីតាមបណ្ដាខេត្តដូចជំរាបជូនពីមុននឹងចឹងកំពុងតែបំពេញកុសលតាមសទ្ធារបស់ពួកគាត់រៀងៗខ្លួនហើយចំណែកចំនួនប្រសង់ដែលយើងបានជំរាបជូនខាងដើមថាអាចមានចំនួនត្រឹម51អង្គទេបាទតែតួលេខមកដល់ពេលនេះគឺថាមានការប៉ោងបានន័យថាចំនួនប្រសង់នឹងមានការកើនរហូតដល់ជាង100បាទឥឡូវនេះលោកឈរពីខាងក្រោយភ្នោរបស់លោកបណ្ឌិតកែមលីមែនទេបាទតាមខ្ញុំមើលរូបភាពហើយបាទជាការពិតតែខ្ញុំកំពុងតែឈរហ្នឹងគឺនៅពីខាងក្រោយភ្នោលោកម្ដងហើយលោកបានឃើញទស្សនវិជ្ជាស្រាប់ហើយគឺនេះគឺជាគ្រឹះសម្រាប់សាងសង់ចេតិយដែលយើងជម្រាបជូនដល់លោកអ្នកទស្សនាពីមុនថាចេតិយនេះធ្វើគ្របដណ្ដប់ទីតាំងសម្រាប់គ្របដណ្ដប់លើសពលោកបណ្ឌិតផ្ទាល់តែម្ដងអញ្ចឹងបានន័យថាសពលោកបណ្ឌិតនឹងមិនរំកិលទៅទីតាំងណាទេគឺចេតិយនេះនឹងធ្វើគ្របដណ្ដប់លើភ្នោលោកបណ្ឌិតតែម្ដងហើយថាតើកម្ពស់ភ្នោនឹងប៉ុណ្ណាទំហំប៉ុណ្ណាហើយមកដល់ពេលនេះថាវិការសម្រាប់ការកសាងភ្នោនឹងបានប៉ុណ្ណាហើយត្រូវការថាវិការនឹងទំហំប៉ុណ្ណាទៀតហើយរចនាបថនៃភ្នោនឹងតើនឹងរៀបចំតាមរបៀបនោះយើងនឹងមានអ្នកជំនាញក៏ដូចជាក្រុមគ្រូសាស្ត្រក៏បាទហើយយើងនឹងគាត់ពេលបន្តិចទៀតនេះនៅពេលដែលយើងជជែកសន្ទនាក្នុងពេលឥឡូវសិនបាទលោកជាទីមេតាបាទលោកបបមនីរតខ្ញុំសូមអរគុណខ្ញុំនឹងងាកមកលោកនៅពេលបន្តិចទៀតនេះហើយនឹងឲ្យលោកសួរអ្នកជំនាញហើយអំពីការសាងសង់ចេតិយរបស់បណ្ឌិតកែមលីយើងនឹងងាកមកលោកម្ដងទៀតឥឡូវនេះយើងសូមភ្ជាប់ទៅលោកយ៉ងច័ន្ទរាដែលពេលនេះកំពុងតែស្ថិតនៅស្តាម៉ាត់កាល់តិចនៅក្បែរស្តុបបូកូវិញម្ដងតើទស្សនវិជ្ជានៅពេលនៅទីនោះនៅពេលនេះយ៉ាងម៉េចដែរបាទសូមជម្រាបសួរលោកយ៉ងច័ន្ទរាបាទជំរាបសួរពីតាក់សាយថ្មីបាទតើទស្សនវិជ្ជានៅពេលនេះយ៉ាងម៉េចហើយលោកយ៉ងច័ន្ទរាប្រៀបធៀបជាមួយនឹងទស្សនវិជ្ជាដែលយើងបានជួបគ្នាកាលពីមុនប្រហែល1ម៉ោងមុននេះបន្តិចបាទលោកសុចិត្តឥឡូវនេះឃើញមានការវត្តថ្មីហើយស្តាម៉ាការសេចក្ដីបកូនទៀតថាមានអង្គការសង្គមស៊ីវិលហើយនឹងសកម្មជនឆ្លៀងចំនួនរួមក្រុមជនផងនោះបានយកកម្រងការហើយនឹងអបពុកបណ្ឌិតកែមលីទៅអាទីខាងស្ថាប័នទៅដល់ផងបាទហើយគ្នាប្រហែលប្រហែលអ្នកដែរលោកបានអ្នកដែលអញ្ជើញមកជាង20បាទតាមទៅទៅពីផ្ទាល់ហើយទោះជាមិនបានពេលខ្ញុំកំពុងតែឈរនៅលោកសមតែម្ដងតែសមរាកាលពីគាត់បានកម្រងការចតែគាត់បោះអញ្ញាធររៀបមកចូលទាស់តិចខ្ញុំជាប់ទៅសមរាតែម្ដងបាទសូមអញ្ជើញលោកបាទពីទូលោកសមរាបាទលោកសមរាអាចជួយបានទេថា
ផលហើយដែលលោកមកទីនេះម្ដងទៀតគុំទៅនឹងត្រូវបានតាមគាត់ហើយអរិសាអាពីសមមិញហ្នឹងគឺចង់បានការដាក់ការដែលសំទៅបណ្ដាលជាបាយដោយសារគាត់តែយើងមានអាជ្ញាធរមកក្រុមនៅជាជំរុញប្រានយើងយករូបថតការរបស់យើងហ្នឹងអនុញ្ញាតឲ្យយើងបានធ្វើការមានខណ្ឌរបស់លោកបណ្ឌិតកញ្ចៃនៅឲ្យបានទ្រូបូទេចឹងហើយបានជាថ្ងៃនេះយើងជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀតហ្នឹងយើងក៏បានមកក្នុងការទុកមានខណ្ឌរបស់គេបានធ្វើទៅជួបពលជនលោកពលជើតែមានជាអ្នកធ្វើការប្រជុំគ្នាជាមួយលោកមកហើយតែជាអ្នកប្រកាសយោបល់ជួយជានិតហើយមានការស្ដីស្រឡាញ់មានអាណិតផលិតចំពោះលោកបណ្ឌិតបាទយើងចង់បង្ហាញពីជាទឹកចិត្តរបស់យើងហើយយើងចង់ឲ្យការចងចាំរបស់យើងតែស្អាតតែទេហើយក៏បង្ហាញថាការលះបង់របស់បណ្ឌិតមានជាខ្មែរនៅក្នុងនៅតែឃើញចំពោះអ្វីដែលគាត់បានរួមចំណែកនៅក្នុងសង្គមជាតិយើងបាទចុះក្រុមការងាររបស់លោកនេះមកបានសុំច្បាប់មើលក៏មានការអនុញ្ញាតពីអាជ្ញាធរទេឬក៏បានចាត់ទុកអាជ្ញាធរយ៉ាងណាយើងមើលឃើញចេះព្រោះនេះយើងនៅទីណាក៏ដូចណាទៅទីណាដែលវាជាគ្រាន់តែជាការគោរពពីនៅខាងវាជាការអបកម្មអធិការតវ៉ាអីគឺវាការមកដោយសន្តិភាពដោយសន្តិវិធីការហាញក្តីគោរពដល់មានខណ្ឌដែលបាត់បង់ជីវិតទៅយើងអត់មានរើផងមានអ្នកបណ្ដប់នាទីទៅក្តីគោរពចាប់អាចអត់ជាយើងគិតថាពីកន្លងមកទៅបាទធ្វើយើងគាត់នៅជូនដល់ខាងនេះសាវិទ្យាល័យឯកសារអាចចឹងគាត់ទៅជូននឹងទៅដល់តាំងដើម្បីគេមានកាយអញ្ចឹងដើម្បីឲ្យគាត់បានព្រីខ្លួនបានទៅជុំពីមុនអញ្ចឹងបាទអរគុណលោកតបរាបន្តិចបាទអរគុណច្រើនលោកតារាទីទៀតនឹងខ្ញុំងាកមកលោកតារាជាថ្មីម្ដងទៀតដោយសារតែសម្លេងយើងស្ដាប់មិនសូវបានល្អហើយយើងនឹងជួបគ្នានៅពេលបន្តិចទៀតនេះបាទឥឡូវនេះខ្ញុំងាកទៅខេត្តតាកែវវិញម្ដងថាតើនៅខេត្តតាកែវមិញហ្នឹងលោកមុំមនីរតបានរាយការណ៍ឲ្យថាគាត់នៅចូលពីក្រោយភ្នោបណ្ឌិតកែមលីហើយក៏រៀបរាប់អំពីចេតដីដែលគេគ្រោងសាងសង់សម្រាប់បណ្ឌិតកែមលីហើយគាត់នឹងរៀបរាប់លម្អិតបន្ថែមទៀតអំពីការសាងសង់ចេតដីសម្រាប់បណ្ឌិតកែមលីហ្នឹងខ្ញុំសូមជួបលោកមុំមនីរតនៅពេលនេះបាទជំរាបសួរជាថ្មីលោកមុំមនីរតបាទសូមជំរាបសួរលោកយាងជាមេត្តាតាជាថ្មីឡើងវិញបាទសូមអរគុណឥឡូវបាញ់នេះលោកបានរៀបរាប់អំពីគម្រោងសាងសង់ចេតដីសម្រាប់បណ្ឌិតកែមលីហើយលោកថាចង់ជួបអ្នកជំនាញដើម្បីសាកសួរអំពីរឿងហ្នឹងហើយលោកចាប់ផ្ដើមបានបាទអរគុណលោកនៅពេលនេះខ្ញុំសូមផ្ដល់នីតិជូនដល់វាគ្មិនទាំងពីរនៅជាប់ដៃខ្ញុំនៅតែម្ដងដើម្បីកុំឲ្យខាតពេលវេលាយូរថាតើចេតដីនេះនឹងត្រូវធ្វើដំណើរសាងសង់នឹងចំណាយពេលប៉ុណ្ណាហើយខ្ញុំសូមជួបលោកតាវកុសលដែលជាសមាជិករៀបចំចេតដីតម្កល់សពលោកទៅកែមលីមុនបន្ទាប់មកនៅខាងស្ដាំដៃខ្ញុំនេះគឺលោកកែមរិទ្ធិសិទ្ធតែត្រូវជាបងប្រុសបង្កើតរបស់លោកបណ្ឌិតកែមលីតើលោកនឹងរមជ្ឈបាយយ៉ាងម៉េចទៀតដើម្បីកសាងចេតដីជាពិសេសគឺពាក់ព័ន្ធថាវិការតែម្ដងខ្ញុំសូមចាប់ផ្ដើមមុនពីលោកតាវកុសលជំរាបសួរលោកតាវកុសលបាទជំរាបសួរបាទដំបូងខ្ញុំចង់ឲ្យលោករៀបរាប់អំពីចេតដីនេះតើត្រូវកសាងនឹងកម្ពស់ប្រមាណជាន់ហើយទំហំនឹងជាក់ស្ដែងប្រមាណហើយរចនាបថមែនទែនទៅធ្វើតាមរបៀបមិនសូមជឿលោកបាទជាបឋមខ្ញុំសូមគ្រប់ញាណខណ្ឌរបស់លោកបណ្ឌិតកែមលីដែលដល់ថ្ងៃនេះម៉ោងនេះគឺជាខួប1ឆ្នាំគត់ដោយអង្គើឃាតកម្មដ៏ឃោរឃៅទៅលើរូបបណ្ឌិតផ្ទាល់ហើយក្រោយពីការពិភាក្សាគ្នារវាងក្រុមគ្រួសារជាមួយក្រុមបច្ចេកទេសយើងបានសម្រេចថាយើងនឹងធ្វើចេតដីនៅលើភ្នោរបស់លោកបណ្ឌិតផ្ទាល់ហើយតាមការស្រាវជ្រាវស
ខាងស្ថាបត្យកម្មគាត់បានលើកឡើងថាដោយសារលោកបណ្ឌិតមានស្នាដៃមានគំនិតជួយជាតិអញ្ចឹងគាត់ប្រឹងតែងស្រាវជ្រាវរករចនាបថគេដំណើរពីដូនតាយើងដែលបន្សល់ទុកមកអញ្ចឹងចេតិយនេះយើងកសាងឡើងតាមរចនាបថភ្នំជីសូរហើយមួយចំនួនខឿនរបស់ចេតិយយើងរចនាបថតាមប្រាសាទព្រះវិហារចំពោះចេតិយនេះគឺមានទំហំទទឹង5ម៉ែត្រពីទឹកហើយនឹងបដោយប្រហែលជា9ម៉ែត្រកន្លះនិងកម្ពស់16ម៉ែត្រប្រហែលជា18ជាន់ហើយនេះជារចនាបថមេដែលយើងសិក្សាទៅថាវាសមទៅតាមតម្លៃនិងកិត្តិយសរបស់លោកបណ្ឌិតហើយយើងនឹងព្យាយាមធ្វើឲ្យបានល្អតាមតម្លៃរបស់លោកបណ្ឌិតចំពោះពេលវេលានៃការសាងសង់នេះគឺតាមជំនាញវាតម្លៃថាមិនឲ្យលើសពី1ឆ្នាំទេប៉ុន្តែទោះបីយ៉ាងណាគឺវាអាស្រ័យទៅលើថវិកាដែលបងប្អូនប្រជាពលរដ្ឋចូលរួមព្រោះថាទំហំថវិកានៃការសាងសង់ចេតិយនេះវាមានចំនួនច្រើនគឺរហូតដល់$17,000អញ្ចឹងចេតិយនេះអាចចេញជារូបរាងបានមិនអាចកាត់ផ្ដាច់ពីការជួយឧបត្ថម្ភនិងការគាំទ្ររបស់ប្រជាពលរដ្ឋដែលចង់លើកកម្ពស់យុត្តិធម៌សង្គមដែលចង់ឲ្យមានមជ្ឈមណ្ឌលមួយគោរពវិញ្ញាណក្ខន្ធអ្នកប្រជាធិបតេយ្យដែលបានលះបង់ជីវិតកន្លងមកហ្នឹងដោយអំពើឃោរឃៅហ្នឹងអញ្ចឹងបើបងប្អូនគាំទ្រសូមអញ្ជើញចូលរួមមកយើងនឹងព្យាយាមធ្វើឲ្យបានលឿនក្នុងរយៈពេល1ឆ្នាំនេះបាទសូមអរគុណខ្ញុំមុននឹងឈានដល់ការសន្យារបស់គណៈកម្មការពីដំបងដៃថានឹងរៀបចំក្រៅតែពីចេតិយនឹងអាចមានបណ្ដាលឡើងមានអីទៀតប៉ុន្តែខ្ញុំต้องងាកចាប់អារម្មណ៍អ្វីដែលលោកមានប្រសាសន៍តិចតិចដែលហេតុដូចម្តេចបានត្រូវជាសម្រេចជ្រើសរើសរចនាបថតាមបែបភ្នំជីសូរហើយនឹងគ្រឹះនេះគឺយកបែបតាមប្រាសាទព្រះវិហារបាទនេះដែលយើងសិក្សាស្ថាបត្យករគាត់សិក្សាថាដូនតាយើងបានបន្សល់ទុកនៅពេលដំណើរដល់ល្បីល្បាញជាលក្ខណៈវត្តសាស្ត្រអញ្ចឹងហើយបានជាយើងសិក្សាយកគំរូហ្នឹងយកមកប្រើប្រាស់ដើម្បីសាងសង់ចេតិយរបស់លោកបណ្ឌិតដើម្បីឲ្យមានតម្លៃដូចចេតិយនេះហើយនឹងលោកបណ្ឌិតមានតម្លៃជាលក្ខណៈប្រវត្តិសាស្ត្រដូចគ្នាអញ្ចឹងហើយបានជាយើងសិក្សាយករចនាបថហ្នឹងហើយតាមរចនាបថភ្នំជីសូររចនាបថបាពួនហើយផ្សេងៗហ្នឹងយកមកសាងសង់នៅទីនេះបាទដើម្បីយើងគិតថាទីនេះជាទីគោរពជាទីសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់យុត្តិធម៌នឹងផ្ដល់យុត្តិធម៌ជូនគាត់ជាការតបស្នងគាត់ទៅវិញគឺយើងសាងសង់ចេតិយមួយដែលមានតម្លៃសមរម្យមានរចនាបថជាលក្ខណៈវត្តសាស្ត្រជារួមតាមកដល់ពេលនេះចំពោះគណៈកម្មការផ្ទាល់នឹងខ្ញុំមានគោលនយោបាយជាពិសេសគឺគោលការណ៍រួចមកហើយថាបន្ទាប់ពីកសាងចេតិយរួចនឹងពីការសន្យាពីដំបូងថានឹងរៀបចំឲ្យមានអីណាផ្សេងទៀតតែគម្រោងអស់ទៅនឹងយ៉ាងម៉េចទេមកដល់ពេលនេះបោះបង់ចោលឬក៏បន្តយ៉ាងម៉េចយើងធ្វើការជាជំហានយើងមានផែនការជាបន្តបន្ទាប់ផែនការទី1នេះគឺជាផែនការសាងសង់ចេតិយជូនបណ្ឌិតហើយផែនការទី1នេះចប់នៅពេលណាគឺអាស្រ័យលើការគ្រប់គ្រងរបស់បងប្អូនដូចខ្ញុំជម្រាបជូនខាងដើមគឺយើងប្រើពេលតែ1ឆ្នាំទេបើមិនជាយើងមានផែនការគ្រប់គ្រាន់បើផែនការទី1នេះចប់យើងនឹងចូលការទី2យើងនឹងយកទីនេះបង្កើតជាបណ្ណាល័យផ្សេងៗដែលលោកបណ្ឌិតបានបង្កើតឡើងដូចជាកន្លែងតម្កល់ឯកសារកន្លែងតម្កល់ភ្នូរវរជនផ្សេងៗដែលលោកបានបូជាជីវិតដើម្បីប្រទេសជាតិកន្លងមកប៉ុន្តែអត់ទាន់ឃើញមានប្រជាពលរដ្ឋយើងយកចិត្តទុកដាក់អញ្ចឹងខ្ញុំគិតថាកន្លែងនេះជាកន្លែងមួយដែលសំខាន់ជាគំរូមួយដើម្បីយើងបង្កើតជាទីគ្រប់អូជាដល់វរជនយើងកន្លងមកណាជាងវាងដែលថាយើងឃើញហើយថាវរជនច្រើនណាស់ដែលស្លាប់ដោយសារអំពើឃោរឃៅនេះគ
ប៉ុន្តែជារដ្ឋហាក់បីដូចជាខ្វះការយកចិត្តទុកដាក់អញ្ចឹងឥឡូវនេះយើងឆ្លៀតក្នុងឱកាសនេះយើងឃើញថាប្រជាពលរដ្ឋមានការគ្រប់គ្រងចំពោះអំពើយុត្តិធម៌អំពើរបស់វរៈជនកន្លងមកនេះអញ្ចឹងគាត់បានឲ្យយោបល់ថាយើងយកទីនេះជាកន្លែងជាទីសក្ការៈសម្រាប់វរៈជនទូទៅដែលថាស្លាប់ហើយដោយសារអំពើឃោរឃៅអីហ្នឹងយើងយកមកទីនេះដើម្បីជាទីសក្ការៈដើម្បីជាទីសំអាងថាវរៈជនយើងណាខ្លះដែលបានស្លាប់នៅដោយអំពើឃោរឃៅក្នុងសង្គមកន្លងមកនេះបាទចឹងបានន័យថាមិនមែនតែត្រឹមសពលោកមនុស្សកែមលីទេបានន័យថាវិរៈជនដតីទៀតដែលលោកអាហ្នឹងដែលនឹងអាចយកមកតម្កល់ទុកនៅទីនេះតែមិនចឹងហ៎បាទយើងគិតដល់ផែនការហ្នឹងគឺកន្លែងនេះយើងគិតថាជាទីសក្ការៈសម្រាប់វិរៈជនខ្មែរអញ្ចឹងវិរៈជនខ្មែរដែលស្លាប់កន្លងមកមានអាណាខ្លះដែលជារដ្ឋគ្រប់ដែលជារដ្ឋស្រឡាញ់យើងនឹងជាយាមធ្វើតម្កល់រូបសំណាករបស់គាត់សម្គាល់ស្នាដៃរបស់គាត់នៅទីនេះដែរដើម្បីជាកន្លែងឲ្យជារដ្ឋទូទៅមើលមកទស្សនាមកគោរពហើយខ្ញុំគិតថានេះជាគំរូមួយសម្រាប់មិនថាប្រទេសខ្មែរទេគឺនៅអាស៊ីយើងផ្ទាល់តែម្ដងដែលគឺនៅពិភពលោកនេះមិនទាន់មានកន្លែងណាដែលធ្វើសម្រាប់គោរពវិញ្ញាណក្ខន្ធវីរៈជនដែលស្លាប់ដើម្បីប្រទេសជាតិដើម្បីប្រជាជននៅឡើយទេអញ្ចឹងនេះជាគំរូដែលពួកខ្ញុំគិតថាបើយើងបានធ្វើបានជោគជ័យគឺជាគំរូសម្រាប់ប្រជាជនមិនត្រឹមថាប្រជាពលរដ្ឋខ្មែរទេគឺសម្រាប់ប្រជាជនពិភពលោកទាំងមូលដែលគោរពនិងស្រឡាញ់ជាតិធិបតេយ្យបាទឧបមាថ្ងៃក្រោយមានសប្បុរសជនឬក៏អស់លោកអ្នកដែលមានលទ្ធភាពផ្ដាល់ដីឬក៏ទីតាំងណាធំជាងនេះហើយបរិវេណហ្នឹងគឺថាវាអាចតំលំមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលបានតើគម្រោងដែលថានឹងតម្កល់សម្រាប់រូបសំណាកដតីរបស់វីរៈជនដតីទៀតហ្នឹងតើអាចមានការដោះដូរអាចមានការលើកមានការបង្វិលអីទេឬក៏រសារឈួលចំហនឹងដដែលបាទរឿងនេះយើងមិនទាន់បានគិតដល់ទេប៉ុន្តែជាគោលការណ៍ដោយសារតែស្រុកកំណើតរបស់លោកបណ្ឌិតនៅនេះហើយជាការសម្រេចរបស់ខាងគ្រួសារក៏ដូចជាភរិយារបស់លោកបណ្ឌិតយើងថាយើងយកទីនេះជាកន្លែងសំខាន់ជាងគេទី1ប៉ុន្តែយើងមិនបកស្រាយទេបើសិនជាមានការឧបត្ថម្ភហើយចង់បង្កើតនៅកន្លែងផ្សេងទៀតគឺយើងគាំទ្រហើយយើងធ្វើប៉ុន្តែវាត្រូវការពេលវេលានិងថវិកាក្នុងការធ្វើការងារនេះឲ្យបានចេញជារូបរាងខ្ញុំចង់ដឹងពីរឿងគ្រឹះនេះវិញតើមកដល់ពេលនេះយើងចាប់ផ្ដើមចាក់បានប្រមាណភាគរយបាទគ្រឹះនេះឥឡូវនេះយើងចាក់បានប្រហែលជា50%ហើយដោយសារតែថ្ងៃនេះជាកម្មវិធីបុណ្យចឹងខាងបព្វជករខាងវិស្វករគាត់ផ្អាកសិនបើតាមផែនការគឺយើងនឹងចាក់ឲ្យហើយនៅក្នុងអាទិត្យនេះគឺគ្រឹះហ្នឹងនឹងប្រហើយលុបដីឲ្យស្មើដើម្បីយើងធ្វើគ្រោងចែកដីហ្នឹងឡើងឲ្យទាន់ពេលវេលាដូចម្តេចបានសម្រេចកសាងចេតិយហ្នឹងនៅលើភ្នូរលោកបណ្ឌិតផ្ទាល់ចឹងបាទនេះជាគំនិតរបស់ម្ដាយរបស់លោកបណ្ឌិតក៏ដូចជាភរិយារបស់លោកបណ្ឌិតថាយើងមិនចង់ឲ្យមានចែកដីនៅផ្សេងពីភ្នូររបស់គាត់ទេហើយដោយសារតែយើងមានលទ្ធភាពដោយសារយើងសិក្សាទៅថាយើងអាចធ្វើបានចឹងយើងគិតថានេះជាវិធីល្អបំផុតដែលធ្វើចែកដីគ្របលើភ្នូររបស់លោកបណ្ឌិតអរគុណលោកតាកុសលឥឡូវនេះខ្ញុំសូមងាកអារម្មណ៍អស់លោកអ្នកស្ដាប់មកទស្សនាជាមួយនឹងខ្ញុំបាទតាមរយៈលោកកែមលីទិសិទ្ធដែលជាប្អូនបង្កើតរបស់លោកបណ្ឌិតកែមលីវិញម្ដងតើថាវិការមកដល់ពេលនេះមានចំនួនប្រមាណហើយក្នុងការចាប់ផ្ដើមសាងសង់ហើយតើពីឈោមមុខក្នុងការសាងសង់ជាពិសេសពាក់ព័ន្ធថាវិការនឹងរបៀបម៉េចខ្ញុំនឹងជួបលោកតែម្ដងបាទជំរាបសួរលោកកែមលីទិសិទ្ធបាទចំពោះលោកសូមឲ្យលោកបញ្ជាក់មើលតើតាមមកដល់ពេលនេះមានថាវិការក្នុងដៃនឹងប្រមាណដែរបាទជាបឋមខ្ញុំសូមគោរពជំរាបសួរដល់ជនរួមជាតិខ្មែរក្នុងនិងក្រៅប្រទេសជាទីគោរពមកដល់ពេលនេះថាវិការសម្រាប់សាងសង់យើងគឺយើងមានចំនួននៅកងមូលនិធិកាលពីខែមុន2550
តាមមើលទៅចំនួនថាវិការនឹងត្រូវការរហូតដល់ជាង 100000 ថាតើលោកមានលទ្ធភាពរលុយបានច្រើនប៉ុណ្ណឹងអាចកសាងបញ្ចប់បានទេបាទ ចំពោះលទ្ធភាពរបស់ក្រុមគ្រួសារយើងគិតថាយើងមិនមានលទ្ធភាពទេប៉ុន្តែយើងរំពឹងទៅលើលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសដែលគោរពស្រឡាញ់លោកនិតកែមលីហើយនឹងមានការចង់ជួយកសាងចិត្តដីនេះឲ្យហើយជាស្ថាពរគឺមានតែរំពឹងទៅលើបងប្អូនទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសហើយ រំពឹងតាមវិធីយ៉ាងម៉េចលោកមានមធ្យោបាយយ៉ាងម៉េចនៅពេលដែលគេចង់ចូលរួមនឹងទៅចូលរួមដោយផ្ទាល់ឬក៏ត្រូវតំណាក់តំណងដោយវិធីយ៉ាងម៉េចទេបាទសូមជឿ ជាដំបូងនេះគឺយើងមានក្រុមសមាជិកសាងសង់ចិត្តដីនឹងចំនួន 5 រូបទី1គឺមានអ្នកបដាយរបស់ខ្ញុំគឺស្រីពុកសេទី2គឺមានលោកសៅកសលទី3គឺមានលោកសេងសេរីទី4គឺមានលោកខ្ញុំគឺមានរូបខ្ញុំផ្ទាល់គឺកែមរិទ្ធសិទ្ធទី5គឺមានលោកច័ន្ទនីអញ្ចឹងគឺទាំង5រូបនេះគឺយើងមានបើកកុងធនាគារមួយដែលមាន account Facebook របស់លោកយាយគឺលេខ 0051786416 ហើយនឹងមានលេខទូរស័ព្ទពីរខ្សែទៀតគឺ 017 53887 ហើយមួយខ្សែទៀតគឺ 095 959 495 ចឹងបើបងមានចំណាប់អារម្មណ៍ក្នុងការជួយកសាងគឺអាចទៅដងស្ដាប់មួយក៏អ៊ីមែលរបស់លោកកែមលីគឺ kemleystupa@gmail.com សូមអរគុណ អរគុណចំពោះវត្តមានលោកទាំងពីរដែលបានចំណាយពេលវេលាក្នុងការផ្ដល់បទសម្ភាសន៍ដល់ទីត្រីនៅពេលនេះលោកសុធិរិនជាមេត្តាបាទខ្ញុំមានបទសម្ភាសន៍ចប់ទៅត្រឹមនេះហើយបាទ បាទសូមអរគុណលោកមុំនីរតទីទៀតយើងជួបគ្នាជាថ្មីជម្រាបលាទៅប៉ុណ្ណេះសិនបាទបាទឥឡូវនេះយើងងាកមកក្រាសាំងស្តាម៉ាត់កាល់តិចក្បែរស្តុកបូកូវិញម្ដងថាតើទស្សនវិជ្ជានៅទីនោះយ៉ាងម៉េចហើយឥឡូវខ្ញុំសូមជួបលោកយ៉ងច័ន្ទរាអ្នករាយការណ៍របស់ស៊ីសេរីយើងដែលកំពុងតែឈរជើងនៅទីនោះបាទសូមជម្រាបសួរលោកយ៉ងច័ន្ទរា បាទជំរាបសួរលោកសុជីពតាមដៃ3ប្រទេសបាទ បាទសូមអរគុណហើយឥឡូវទស្សនវិជ្ជាយ៉ាងម៉េចហើយលោកជួយរៀបរាប់បន្ថែមមើលថាតើនៅពេលនេះអ្នកដែលទៅគោរពបូជាហើយយកកម្រងផ្ការូបភាពទៅហ្នឹងគាត់ធ្វើសកម្មភាពអីខ្លះបាទសូមជឿ ពីដំបូងដែលនិមិត្តបដោះគឺបដិជនលួនសវត្តលោកបានបង្ខំបានធ្វើការគឺដល់វិរភាពរបស់និតកែមលីហើយនឹងរំលឹកអំពីសកម្មភាពរបស់និតកែមលីការដែលលោកនៅរស់រានមានជីវិតហើយខាងជនបរិស្ថានសកម្មជនអ្នកទីខាងយុវជននិងក្រុមអង្គការសង្គមស៊ីវិលហ្នឹងក៏បានធ្វើការស្មឹងស្មាតប្រហែលជា3នាទីនេះដើម្បីឧទ្ទិសឬមួយក៏ដើម្បីធ្វើជាវិទ្យាបាទហើយឥឡូវនេះគឺថាចាប់ផ្ដើមលើកបដាទីផ្សេងចាប់ផ្ដើមដាក់កម្ពុជាអត់ធូបដល់នេះប៉ុន្តែមិនមានការដុតធូបគ្រាន់តែយកធូបជាតំណាងបាទហើយខ្ញុំចង់ជាប់លោកអមរាជាថ្មីម្ដងហើយជុំវិញគុករបស់ការសង្គមស៊ីវិលដែលមកធ្វើទីនៅកណ្ដាលសាំងសាមាការនៅតុបកូននេះបាទលោកជីមេតាបាទពួកគាត់តាមខ្ញុំមើលដូចនៅពីមុខច្រកចូលតែម្ដងបាទត្រឹមត្រូវហើយគឺពួកនៅពីមុខកន្លែងសាមាម្ដងបាទឥឡូវសូមជួបបាទអញ្ចឹងបាទសូមជែកលោកសម្ភាសអ្នកដែលលោកចង់សម្ភាសទៅបាទសូមជែកបាទលោកសមរាសូមជម្រាបសួរសាជាថ្មីបាទអាចជួយជាឲ្យបាត់នឹងទីផ្សារថាគោលបំណងសំខាន់ដែលក្រុមងាររំលឹកមកទីនេះគឺដើម្បីអ្វីបាទដែលសំខាន់គឺមានបំណងគ្រប់វិធានការរបស់លោកនិតកែមលីដែលតែធ្លាប់ធ្វើការជាមួយគាត់ពីមកដល់ពេលនេះការបាញ់សម្លាប់គាត់នោះគឺនៅតែយុទ្ធធរហើយជំនឿឆ្ងាយពួកគាត់នៅហើយមិនទាន់បានរកយុទ្ធធរប្រកបជូនគាត់ទេអញ្ចឹងហើយយើងក៏ឱកាសហ្នឹងក្នុងរយៈពេលឆ្នាំបើយើងមើលទៅរយៈពេលឆ្នាំពេញដែលទាំងការធ្វើវិកេទាំងការឲ្យជ្រាវផ្សេងៗនេះហាក់វានៅមានបញ្ហាសង្ស័យច្រើនដែលយើងជាប្រវត្តិហ្នឹងយើងមើលថាវាអត់បានដល់យុទ្ធធម៌
គាត់អញ្ចឹងការមកគ្រប់ជាអ្នកគាត់ពេលនេះគឺយើងរំលឹកទៅដល់វិរៈភាពរបស់គាត់ហើយយើងបង្ហាញពីការចងចាំរលឹករបស់យើងដែលយើងធ្លាប់ធ្វើការគ្នាហើយក្រៅពីនេះក៏យើងចង់ឲ្យការចូលរួមចាប់អារម្មណ៍ពីបងប្អូនពីប្រវត្តិសាធារណជនទាំងគេនឹងពីខាងរដ្ឋាភិបាលក្នុងការជំរុញរយុទ្ធសាស្ត្រជួយលោកបណ្ឌិតកាមេរីព្រោះមកដល់នេះហ្នឹងខ្ញុំបានលើកឡើងដែរថាគាត់ហ្នឹងគឺហាក់ដូចជាឆ្ងាយកាត់សង្កេតហើយនៅភាពមិនឆ្លោះច្រើនដែលវាអាចដល់យុទ្ធសាស្ត្រជូនគ្រួសាររបស់គាត់បានអ្វីដែលខាងគុំជីវិតមួយក៏រួមតតនឹងអត់ធ្វើជុំវិញសំណុំលោកបណ្ឌិតកាមេរីបាទយើងនៅតែបន្តធ្វើយុទ្ធនាការដើម្បីការរយុទ្ធសាស្ត្រជួយពួកគាត់ដូចជាបើយើងប្រើប្រាស់សម្ព័ន្ធសព្វដៃផ្សេងៗពីតប្រើប្រាស់ទៅលេខថា hashtag ចាត់ពកេនិងចាត់ពកកាមលីហើយដូចជាដែរគឺយើងគឺមានឲ្យជាប្រវត្តិទាំងក្នុងទាំងក្រៅប្រទេសគឺចូលរួមនៅក្នុងការរំលឹកតាមវិធីបែបនេះចូលរួមធ្វើអ្វីដែលយកអ្វីដែលជាអធិបរបស់លោកបណ្ឌិតកាមលីមកជជែកមកប្រាស្រ័យមកពិភាក្សាយកមកផ្សព្វផ្សាយយើងគិតថានេះគឺផ្នែកមួយដែលធ្វើគាត់មានយុទ្ធសាស្ត្រទោះបីជាថ្ងៃក្រោយមានសិនជាតឡាការរដ្ឋាភិបាលបច្ចុប្បន្នមិនអាចរកយុទ្ធសាស្ត្របានតែអាចធ្វើជាបរិវត្តឬក៏ថ្ងៃក្រោយយើងអាចរកយុទ្ធសាស្ត្ររបស់គាត់បានកាលពីម្សិលមិញខាងលោកក៏បានយកកម្រងឯកការជុកយកមកដាក់នៅទីនេះដែរហើយឃើញថាមានការរៀបរៀងពីអាជ្ញាធរក្នុងពេញថាតើលោកយកពេញចំពោះធ្វើដែលមានលក្ខណៈរដ្ឋបတ်យើងមានការសោកស្ដាយធ្វើរបស់អាជ្ញាធរកាពីសំដែលយើងតែជាគុំអង្គការគុំធ្វើជីវកម្ម3-4-5នាក់ដែលយើងគ្រាន់តែដាក់ការមកថតដើម្បីរំលឹកដល់គាត់ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់គាត់ដើម្បីបង្ហាញក្តីគោរពរបស់យើងចំពោះគាត់តែងាត់មកពីនេះវារាំងយើងហើយជួរឿងច្បាប់ឡោទៅអីហើយពេលទៅយើងមិនដឹងថាពេលយើងជជែកគ្នាថាយើងតើប្រើមូលដ្ឋានអីច្បាប់ណាដែលរកឲ្យគាត់ការរូបវិញ្ញាណក្ខន្ធបែបនេះត្រូវមានការទុកចាប់ផ្សេងៗគាត់មិនបានឆ្លាប់តបានអីគាត់វិញយើងគោរពឲ្យធំត្រូវឲ្យជួបអញ្ចឹងបានយើងទៅឃើញនៅវិទ្យាមួយការសប្តាហ៍បើសិនជារដ្ឋាភិបាលឬក៏អាជ្ញាធរថាធ្វើទៀតរបស់លោកបណ្ឌិតកាមលីដោយអយុធធម៌ឲ្យគោលខើគួរតែផ្ដល់ជាបាត់ហ្នឹងរៀបចំជាបន្តទៀតគោរពឲ្យជួបធំត្រូវព្រោះនេះគឺជាផ្នែកមួយបានចិត្តរដ្ឋាភិបាលចំពោះគាត់ដូចគ្នាដែរបាទអញ្ចឹងកម្មវិធីនៅព្រឹកនេះក៏ពិចារណាដាក់កម្រងការឲ្យការឧទ្ទិសដល់វិញ្ញាណក្ខន្ធបណ្ឌិតកាមលីហើយថាក្រុមរបស់លោកនឹងធ្វើអ្វីបន្តទៀតដែរបាទហើយសកម្មភាពនេះនឹងបន្តដល់ពេលណាការគ្រប់ញាក់បាទការជួបជុំគ្នានេះតែក្នុងកំឡុងរយៈពេលប្រហែលជាម៉ោងទៀតយើងមិនមានពេលវេលាមិនយើងធ្វើការជានឹងទេហើយអ្វីដែលជាបំណងយើងនិយាយពីបំណងកាលពីផ្សាយមិញគឺយើងចង់ដាក់រូបថតយើងចង់ដាក់ក្នុងការហ្នឹងគឺយើងព្រោះបើយើងបានសុំមុនអីគឺយើងថាយើងចង់ដាក់ការដាក់រូបថតហ្នឹងរយៈពេលមួយថ្ងៃក្នុងស្ថានីយ៍បណ្ណាល័យពីកាលពីផ្សាយមិញហ្នឹងគឺគេបានចូលរូបថតយកផ្ការបស់យើងអញ្ចឹងយើងបានដាក់វាទៅជាបុលេហើយថ្ងៃនេះហ្នឹងគឺយើងផុតពី1ម៉ោងគឺយើងបែកនេះហើយយើងមិនបានដាក់តាំងរូបថតរបស់គាត់គឺនេះការនេះបានថ្ងៃពេញទេព្រោះអ្វីដែលយើងចង់បានគឺតែថ្ងៃនេះគឺថ្ងៃដែលពុកឆ្នាំពេញតែម្ដងដែលជាចង់តែគេធ្វើលោកបណ្ឌិតកាមលីហើយយើងចង់ដាក់រយៈពេលមួយថ្ងៃពេញដើម្បីរំលឹកដល់គាត់ហើយជាប្រវត្តិសាធារណជនអីបានមកទីនេះគាត់បានឃើញថាអូខេគាត់នឹកដល់វីរភាពដល់ប៉ុន្តែយើងគិតថាគេនឹងអនុញ្ញាតឲ្យធ្វើយ៉ាងទេសំណួររបស់ខ្ញុំជាចុងក្រោយគឺចង់ថាតើគិតកម្មលីនេះវាបានជះពលអ្វីខ្លះដល់អង្គការសង្គមស៊ីវិលដល់សេរីភាពបញ្ចេញមតិហើយលោកខ្លួនឯងផ្ទាល់ដែលធ្លាប់ការវិភាគធ្វើកិច្ចការជាមួយកម្មលីកន្លងមកហ្នឹងមើលឃើញពីផលប៉ះពាល់យ៉ាងម៉េចខ្លះបាទវាបង្ហាញជំរាបហើយចំពោះសេរីភាពចេញទេក្នុងកម្ពុជាដែលជា
មើលឃើញថាអ្នកដែលហ៊ាននិយាយនឹងពិតបង្ហាញពីការពិតត្រូវបានគេចាប់ឬក៏អាចត្រូវបានគេសម្លាប់ដោយលោកបណ្ឌិតកែមលីហើយសម្រាប់ពីយើងជាអង្គការសង្គមស៊ីវិលនិងយើងជាសាធារណជនជាបរិបទខ្មែរម្នាក់យើងគិតថាលោកបណ្ឌិតកែមលីគាត់ត្រូវបានគេទៀតថាតែគាត់ជាបុគ្គលដែលនិយាយប្រកគាត់និយាយការពិតទៅលើស្ថានភាពសង្គមរបស់យើងដែលកើតឡើងបច្ចុប្បន្នហើយបើការពិតទៅពេលដែលគាត់លើកឡើងគាត់និយាយគឺបានចូលរួមចំណែកច្រើនណាស់ព្រោះរដ្ឋាភិបាលក៏ផ្នែកអត់ផ្សេងបានលើទស្សនៈគំនិតរបស់គាត់យកវាទៅធ្វើឲ្យបានប្រសើរបានសម្រាប់សង្គមជាតិយើងប៉ុន្តែដែលឡែកពីរឿងមុខពីគួរសោកស្ដាយវាដូចគេមិនចង់ឲ្យវិជារដ្ឋខ្មែរឬក៏អ្នកចេះដឹងតែនិយាយពិតរបស់យើងដើម្បីអភិវឌ្ឍសង្គមយើងគេអាហ្នឹងវាជាការគម្រាមទៅដល់សេរីឯងដែលយើងមើលឃើញឲ្យរយៈពេលបច្ចុប្បន្នហ្នឹងប្រជាពលរដ្ឋគាត់ចង់បង្ហាញគំនិតណាគាត់បានកើតព្រោះអ្វីដែលយើងចាប់យើងនិយាយវានឹងលឺដល់ថ្នាក់ងាប់ទៅដល់អាញាធិបតេយ្យហើយគាត់នឹងយកអ្វីដែលអាយឬក៏ធ្វើម៉េចអត់ស្តារដល់សង្គមបាទអរគុណលោកសមរដ្ឋកាប់តបប្រធានអតិថិជនបាទលោកវិជាមេថាឥឡូវនេះថាកម្មនៃការជួបប្រជុំគ្នាដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់បណ្ឌិតកែមលីឬឯក្រាសាការមកការតិចគឺថាចិត្តដល់ទីបញ្ចប់ដែរហើយបាទលោកយ៉ងច័ន្ទរាអ្វីដែលខ្ញុំចង់ដឹងថាតើម្ចាស់ហាងឬក៏អ្នកគ្រប់គ្រងស្តាម៉ាតកាល់តិចហ្នឹងគាត់មានបានចេញប្រាប់អ្នកធ្វើហ្នឹងថាកុំឲ្យនៅយូរឬក៏មានលូរទាំអីយ៉ាងម៉េចទេបាទលោកមានព័ត៌មាននេះទេបាទតាមទៅពីដំបូងឡើងពីព្រឹកមិញនេះគឺថាថាទួខាងសន្តិសុខអីនៅក្នុងអាសាំងឯហ្នឹងដែរគឺថាគាត់ថាมันមានការជួបជុំមិនការជួបជុំអីទេនៅនេះការពិតគឺការអនុញ្ញាតគឺពីមិនទេក៏ប៉ុន្តែខ្ញុំមិនដឹងថាតើបានជជែកគ្នាឬមួយក៏និយាយគ្នាមិនទេបាទជាមានការអនុញ្ញាតឲ្យមានការជួបប្រជុំជាព្រឹកនេះឡើងហើយខ្ញុំមិនឃើញមានខាងអាជ្ញាធរសមត្ថកិច្ចឬក៏សន្តិសុខសាលារាជធានីពេញណាមួយមករារាំងឬមួយក៏ដំណើរការនៃការគម្រាមកំហែងបណ្ឌិតកែមលីនៅការសាំងសមាជិកកិច្ចទប់ពពោះកន្លែងគេធ្វើគេគាត់នឹងដែរបាទមិញខ្ញុំស្ដាប់មិនសូវច្បាស់ថាតើការនៅពេលដែលពួកគាត់ចាក់ចេញហើយតើគាត់នឹងទុកកម្រងផ្កាឬក៏រូបបណ្ឌិតកែមលីទុកនឹងរយៈពេល1ថ្ងៃទេឬក៏អត់ទេបាទមិនទេលោកបានទុកអត់1ថ្ងៃពីព្រោះកិច្ចកម្មភាពនេះបញ្ចប់ពេលណាគឺពួកគាត់នឹងយករឿងផ្ដាប់ផ្ដាដែលគឺដល់វិញ្ញាណក្ខន្ធកែមលីនឹងយកត្រឡប់ទៅវិញហើយបាទពីព្រោះដោយលោកបានជ្រាបថាបាទកន្លែងនេះទោះបីជាកន្លែងដែលគេធ្វើជាបណ្ឌិតកែមលីយ៉ាងណាក៏ដោយចុះក៏វាជាកន្លែងរស់ការបើកជំនួសខាងក្រុមគេអញ្ចឹងណាបាទអាជ្ញាធរមិនមានការមករារាំងដោយការពីម្សិលមិញក៏ប៉ុន្តែមានដាក់កម្លាំងអីនៅក្បែរនឹងដើម្បីឃ្លាំមើលទេឬក៏អត់សោះទេលោកបាទជាយាមរត់តែមានតុកសាលានេះពេញមួយបញ្ញាធរទេតាមពិតមានណាស់គាត់គាត់នៅជុំវិញហ្នឹងជាការឃ្លាំមើលជាមើលបាត់ហ្នឹងហើយក្នុងឯកសណ្ឋានជាជនស៊ីវិលបាទมันគឺមានឯកសណ្ឋានកងកម្លាំងប្រដាប់អីណាមួយហត់តែអីនៅតំបន់នេះទេបាទសូមអរគុណលោកយ៉ងច័ន្ទរាចំពោះសេចក្តីរាយការណ៍នេះឥឡូវសូមជម្រាបលាតែប៉ុណ្ណេះសិនលោកបាទអរគុណលោកជាមេតាបាទឥឡូវតាក់ទងនឹងការរំលឹកខួបនេះដែរអ្នកយកព័ត៌មានរបស់យើងមួយរូបទៀតគឺលោកលេងម៉ាលីដែលពេលនេះលោកកំពុងតែស្ថិតនៅក្នុងវត្តចាស់ដែលស្ថិតនៅខាងមុខព្រះបរមរាជវាំងខាងត្រើយខាងកើតទន្លេមុខព្រះបរមរាជវាំងហើយលោកកំពុងស្ថិតនៅវត្តចាស់លោកនៅមានសេចក្តីរាយការណ៍ពីទីនោះថាតើនៅវត្តចាស់ហ្នឹងមានសកម្មភាពអ្វីខ្លះដែរទេនៅថ្ងៃរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់ដិតកែមលីនេះបាទសូមជម្រាបសួរលោកលេងម៉ាលីបាទសូមជម្រាបសួរលោកមេតាហើយនឹងទស្សនិកជនទាំងអស់បាទលោកលេងម៉ាលីឥឡូវខាងក្រោយខ្នងលោកខ្ញុំឃើញគេដាក់តាំងរូបបណ្ឌិតកែមលីហើយឃើញមានប្រសង់ហើយមានប្រសង់នៅវិជាបរដ្ឋខ្លះផងតើនៅទីនោះទស្សនវិជ្ជាយ៉ាងម៉េចដែរមានគេធ្វើប្រារព្ធពិធីអីដែរសូមលោកបញ្ចេញរៀបរាប់បាទជាការពិតគឺដូចលោកអ្នកឃើញស្រាប់ហើយនៅខាងក្រោយខ្នងរបស់ខ្ញុំនឹងក្រុមបណ្ដាញព្រះសង្ឃឯករាជ្យតែមានប្រដេជគុណបុត្របន្ទិញលោកដឹកនាំការធ្វើពិធីរំលឹកខួប1ឆ្នាំនៃឃាតកម្មរបស់លោកកែមលីបាទប៉ុន្តែនៅក្នុងពិធីខួប1ឆ្នាំនេះគឺមិនដូចពិធីបុណ្យដែលកាលពីបុណ្យ100ថ្ងៃឬក៏បុណ្យ
ថ្ងៃដំបូងនៃមរណភាពរបស់លោកទេយើងឃើញថាទីអារាមនេះស្ងាត់បាទស្ងាត់មិនមានមនុស្សច្រើនទេពិធីដែលរៀបចំនៅព្រឹកនេះគឺមានតែព្រះសង្ឃ12អង្គហើយនឹងពុទ្ធបរិស័ទចំនួន5រូបប៉ុណ្ណោះដែលអញ្ជើញមកចូលរួមនៅទីនេះបាទហើយការដែលធ្វើតូចនេះគឺដោយសារថាវាមានការពិបាកក្នុងការរៀបចំហើយតាមថេរដីការបស់ព្រះរាជគុណបុត្របន្ទិញលោកថាមិនចង់ធ្វើធំពីព្រោះការធ្វើធំហ្នឹងវាមានបញ្ហាប្រឈមច្រើនហើយជាពិសេសការរៀបចំអីធំដុំហ្នឹងវាពិបាកផងដូច្នេះលោកធ្វើតូចប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយលោកថាតិចចុះប៉ុន្តែកុំឲ្យដាច់ដូច្នេះការធ្វើថ្ងៃនេះនឹងគឺមកស្ងាត់ពេកដើម្បីកុំឲ្យដែលថាពីមុនមានភាពអធិកធមហើយស្រាប់តែខួបមួយឆ្នាំមិនមានអ្វីសោះបាទត្រង់នេះហើយបានជាព្រះអង្គធ្វើជាពិធីតូចមួយដើម្បីរំលឹកដល់លោកបណ្ឌិតកែមលីបាទដើម្បីជានៅពេលនេះមានគ្នាតិចយើងឃើញថាមានគ្នាតិចហើយស្ងាត់មែនតើបាទការដែលបដិជគុណធ្វើនៅវត្តចាស់ហ្នឹងមកអាចមកពីថាក្រែងមានប្រជាពលរដ្ឋដែលនៅរាជធានីភ្នំពេញដែលគោរពស្រឡាញ់បណ្ឌិតកែមលីដែរក៏ប៉ុន្តែគាត់មិនអាចទៅតកែវបានដោយសារតែជាប់រវល់កិច្ចការផ្សេងឬក៏ផ្លូវឆ្ងាយមធ្យោបាយនៃការធ្វើដំណើរអីទៅឆ្ងាយអញ្ចឹងគាត់អាចមកធ្វើនៅវត្តចាស់ដែរតើនេះជាគោលបំណងនៃការធ្វើពិធីនៅវត្តចាស់នៅពេលនេះរបស់បដិជគុណបុត្របន្ទិញទេការដែលរៀបចំនៅពេលនេះគឺយើងអាចសន្មត់បានថាជាចេតនាអញ្ចឹងប៉ុន្តែព្រះអង្គមានថេរដីកាថាព្រះអង្គមិនគៀកោមនុស្សឲ្យមកធ្វើអធិកធម៌ទេម្យ៉ាងទៀតប្រហែលជាអ្នកដែលគោរពស្រឡាញ់ភាគច្រើនទៅខេត្តតាកែវជាពិធីបុណ្យភូមិនៅស្រុកកំណើតរបស់លោកកែមលីប្រហែលហើយបានជាពិធីបុណ្យនៅស្ទួនគ្នានេះมันអាចមានមនុស្សច្រើនហើយប្រហែលជាពិបាកពីព្រោះខ្ញុំមិនទាន់បានជួបព្រះអង្គទេដោយសារតែយើងមកដល់គឺព្រះអង្គជាប់កិច្ចសូត្រមុនសូត្រធម៌រំលឹកគុណព្រះអីជាដើមអញ្ចឹងយើងមិនទាន់មានឱកាសជួបព្រះអង្គទេក្រៅពីជួបតែអ្វីដែលយើងបាទសូមជម្រាបយើងឃើញថានៅក្រោយពិធីសូត្រមុនសូត្រធម៌បាំងស្កូលនេះគឺព្រះអង្គមានថេរដីកាខ្លះអំពីបេសកកម្មរបស់ព្រះអង្គក្នុងការជួយស្វែងរកយុត្តិធម៌ចំពោះបណ្ឌិតកែមលីបាទខ្ញុំនឹងព្យាយាមតាក់ទងព្រះអង្គដើម្បីឲ្យព្រះអង្គមានថេរដីកាខ្លះបន្ថែមទៀតអំពីការរៀបចំពិធីបុណ្យនៅពេលនេះប៉ុន្តែទោះបីយ៉ាងម៉េចគឺថាព្រះអង្គមានថេរដីកាដល់ព្រះសង្ឃដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យហើយនិងពុទ្ធបរិស័ទដែលចូលរួមនៅពេលនេះគឺថាការធ្វើនៅពេលនេះគឺដោយសារតែទីមួយមកដូចខ្ញុំថាមិនចង់ឲ្យដាច់ហើយបន្ទាប់មកទៀតគឺដោយសារតែពីមុនមកពេលដែលបណ្ឌិតកែមលីស្លាប់នៅថ្ងៃដំបូងនោះគឺបាននាំយកមកទីនេះហើយធ្វើបុណ្យជាបន្ត7ថ្ងៃរហូតដល់100ថ្ងៃក៏នៅទីនេះដូច្នេះបើខួប100ថ្ងៃមិនបានធ្វើដូចជាស្ងាត់ឬក៏ដាច់បាទដូច្នេះនៅពេលនេះគឺយើងបាទឥឡូវយើងមានបញ្ហាបច្ចេកទេសជាមួយលោកលេងម៉ាលីហើយបាទតកតងនឹងសេចក្តីរាយការណ៍តកតងនឹងថ្ងៃរំលឹកខួប1ឆ្នាំនៃការសម្លាប់ដិតកែមលីនេះយើងនឹងព្យាយាមតកតងអ្នកយកព័ត៌មានយើងតទៀតនៅតាមដែលកំពុងឈរជើងនៅតាមទីកន្លែងផ្សេងប៉ុន្តែនៅពេលនេះសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍មួយទៀតសិនស្របពេលដែលខួបឆ្នាំទី1នៃឃាតកម្មបណ្ឌិតកែមលីមិនទាន់ទទួលបានយុត្តិធម៌នៅឡើយនោះជាងធ្វើរូបសំណាកបណ្ឌិតកែមលីគឺលោកសៀនកាម៉ងដងក៏ត្រូវបានទំនេរពីការងារជិត1ឆ្នាំដែរព្រោះតែគ្មានអ្នកណាឲ្យរូបលោកធ្វើរូបចម្លាក់
ឬក៏ហៅលោកទៅធ្វើសូនរូបនៅតាមវត្តអារាមដោយការពីមុនឡើយតើហេតុអ្វីបានជាជាងធ្វើរូបសំណាកបណ្ឌិតកែមលីរូបនេះត្រូវទំនេរពីការងាររយៈពេល1ឆ្នាំដែរនោះបាទសូមទស្សនាសេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកប្រាជេវថ្មិចបានរយៈពេល1ឆ្នាំនៃការលាចាកលោកនេះទៅរបស់លោកបណ្ឌិតកែមលីបានមកដល់ហើយរយៈពេលប្រហាក់ប្រហែលគ្នានេះដែរមេជាងចម្លាក់រូបបណ្ឌិតកែមលីគឺលោកសៀនកំងដងសំងំរស់នៅដោយស្ងប់ស្ងាត់ទីដាច់ស្រយាលក្នុងខេត្តកណ្ដាលព្រោះលោកពិបាករកការងារធ្វើហើយអ្នកបញ្ជាទិញឬកំងទិញរូបចម្លាក់របស់លោកក៏មិនហ៊ានឲ្យលោកធ្វើរូបចម្លាក់ទៀតដែរព្រោះខ្លាចប៉ះពាល់ដល់រឿងនយោបាយជាងចម្លាក់រូបនេះឲ្យដឹងថាចាប់តាំងពីលោកសាងរូបសំណាកបណ្ឌិតកែមលីបានធ្វើចប់រួចរាល់កាលពីអំឡុងខែតុលាឆ្នាំ2016លោកត្រូវសម្រាកនៅផ្ទះជាង6ខែលោករំលឹកថានៅពេលមានការចុះផ្សាយថាលោកជាអ្នកធ្វើរូបបណ្ឌិតកែមលីសូម្បីព្រះសង្ឃដែលព្រមព្រៀងឲ្យលោកធ្វើរូបសំណាកនៅឯវត្តក៏ព្រះសង្ឃមិនឲ្យលោកបន្តធ្វើរូបសំណាកទៀតដែរអានឹងវាដូចជាមានភាពរើសអើងចំពោះខ្ញុំថាខ្ញុំហ្នឹងវាចូលទៅនិន្នាការនយោបាយតែការពិតទៅខ្ញុំឃើញចំពោះលោកបណ្ឌិតខ្ញុំបានន័យថាវារបុគ្គលបែបហ្នឹងវាគ្មានទៅខ្ញុំមានអារម្មណ៍ថានឹងធ្វើរូបតូចចំពោះគាត់តែមិនដឹងថាវាមានរឿងដល់ថ្នាក់ហ្នឹងវាគ្រាន់តែថាឮតែឈ្មោះកំងដងជាងកំងដងហ្នឹងក៏គេគិតថាខ្លាចខ្ញុំមានបញ្ហាទៀតអញ្ចឹងវាអាចខូចខាតការងារនឹងទៀតអញ្ចឹងគេរំសាយគេរកជាងផ្សេងហើយរូបហ្នឹងអត់មានពណ៌តាមប្រាក់ដល់លោកថាលោកស្ទើរតែបោះបង់អាជីពជាជាងចម្លាក់នេះចោលប៉ុន្តែកាលពីប៉ុន្មានខែមុនមានបរិសម្នាក់នៅខេត្តសៀមរាបស្នើឲ្យលោកធ្វើរូបតូចៗហើយលោកចាប់ផ្ដើមមានការងារធ្វើឡើងវិញជាងនេះទៅទៀតលោកក៏បានចាប់ផ្ដើមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook ឡើងវិញតាមរយៈបណ្ដាញសង្គម Facebook នេះហើយមានអតិថិជនខ្លះបានកំងឲ្យលោកធ្វើរូបតាមបណ្ដាញសង្គមនៅពេលមានអ្នកមកជាវរូបពីលោកវិញដូចនេះលោកកំងដងសម្រេចខ្ចីលុយធនាគារចំនួន$3,500ដើម្បីទិញក្រមួននិងសម្ភារៈគ្រឿងចម្លាក់លោកសៀនកំងដងជាមេជាងសំណង់និងជាជាងចម្លាក់ដែលមហាជនទូទៅស្គាល់តាមរយៈបណ្ដាញសង្គម Facebook ដំបូងព្រោះលោកធ្វើរូបសំណាកបណ្ឌិតកែមលីកាលពីអំឡុងខែសីហាឆ្នាំ2016រូបចម្លាក់លោកកែមលីដែលលោកធ្វើជារូបស្ពាន់ឈរមួយចំហមានកម្ពស់កំពស់ដូចនឹងរូបពិតរបស់លោកកែមលីតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ូច័ន្ទរិទ្ធជាអ្នកជួលឲ្យលោកធ្វើក្នុងតម្លៃជាង$5,000សហរដ្ឋអាមេរិកលោកសៀនកំងដងប្រាប់ថាតម្លៃជាង$5,000នេះលោកមិនបានចំណេញលើការងារធ្វើរូបលោកកែមលីទេក៏ប៉ុន្តែលោកពេញចិត្តធ្វើព្រោះលោកគោរពស្រឡាញ់លោកបណ្ឌិតកែមលីនៅពេលមុខរបរនេះមានសកម្មភាពឡើងវិញលោកកំងដងមានប្អូននិងក្មួយទាំងអស់5នាក់មកជួយធ្វើការងារលោកដើម្បីបានចំណេះដឹងហើយពួកគេមិនទាមទារប្រាក់ឈ្នួលទេនៅលើដីភូមិធំល្វឹងល្វើយពោពេញដោយដំណាំហូបផ្លែជាគេដំណើរពីឪពុកមានដាក់តាំងរូបពុទ្ធបដិមានិងរូបវីរៈបរិសខ្មែរក្រោមនៅក្រោមដើមឈើនិងចម្លាក់តូចៗជាច្រើនទៀតដាក់នៅក្នុងរោងក្មួយរបស់លោកកំងដងជានិស្សិតផ្នែកធនាគារបានស្ម័គ្រចិត្តមកជួយការងាររបស់លោកពេលទំនេរពីការសិក្សាដោយសារចង់ចេះផ្នែកសូនរូបនិងចង់ជួយធ្វើការងារពូរបស់លោកយុវជនរូបនេះប្រាប់ថាទោះមិនទទួលបានប្រាក់ឈ្នួលក៏លោកពេញចិត្តជួយការងារនេះដែរវាអត់សូវមានជំនាញតែគាត់ថាយើងមើលគេទៅគេធ្វើអីយើងធ្វើនឹងតាមគេតិចតួចទៅគាត់ថាយើងទៅនេអញ្ចឹងបើយើងទុកពេលចោលក៏វាអត់ប្រយោជន៍អញ្ចឹងហើយបើយើងគិតថាយើងយកពេលទៅនឹងអាតនេដែលយើងមានហ្នឹងយើងមកជួយធ្វើការគាត់វាល្អលោកសៀនកំងដងត្រូវរងការរើសអើងព្រោះលោកហ៊ានចេញមកធ្វើរូបសំណាកលោកបណ្ឌិតកែមលីប៉ុន្តែលោកថាលោកសប្បាយចិត្តដែលបានធ្វើរូបសំណាកនេះឡើងព្រោះលោកកែមលីជាអ្នករូតវាំងននខ្មៅឲ្យប្រជាពលរដ្ឋឃើញបញ្ហាសង្គមដែលកើតឡើងជាងនេះទៅទៀតលោកកំងដងនៅតែប្រកាន់ចំហថាលោកមានសេរីភាពរបស់លោកជាជាងចម្លាក់នរណាឲ្យលោកធ្វើរូបអ្វីមួយលោកអាចធ្វើបានគឺលោកត្រូវតែធ្វើខ្ញុំប្រាជេវអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីលោកនាងកំពុងអធិស្ឋានការផ្សាយផ្ទាល់ពិសេសរបស់អាស៊ីសេរីស្ដីពីការរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់ដិតកែមលីកាលពីថ្ងៃទី10កក្កដាឆ្នាំ2016បាទនៅពេលនេះយើងបានភ្ជាប់លោកលេងម៉ាលីអ្នកយកព័ត៌មានរបស់យើងជាថ្មីម្ដងទៀតហើយសូមជម្រាបសួរលោកលេងម៉ាលីបាទជម្រាបសួរលោកមេតាបាទតើលោកមានអ្វីថ្មីរៀបរាប់អំពីវត្តចាស់បន្ថែមទៀតបាទសូមជម្រាបបាទ
បាទมันមានអ្វីដែលជាការវិវត្តធំទេគ្រាន់តែថានៅពេលនេះពិធីបង្សុកូលនៅវត្តចាស់នឹងចប់ហើយដោយព្រះអង្គចំនួន12អង្គនោះបានបំបែកជួរគ្នាក្រៅពីនេះនៅតែមានអ្នកមកចូលបច្ច័យចូលអីទេហើយចំពោះពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកកែមលីបានចប់ហើយបានទោះបីយ៉ាងម៉េចក្តីគឺព្រះអង្គនៅតែមានចេតនាថានឹងបន្តកម្មវិធីនេះមិនទាន់ចប់ភ្លាមទេដោយមានការនៅទៀននឹងទេពីព្រោះថាដូចជារងចាំមើលលទ្ធផលនៃការចូលរួមទៀតបាទសូមនិមន្តព្រះអង្គតែម្ដងព្រះអង្គឥឡូវនេះព្រះអង្គបុត្របន្ទិញដែលព្រះអង្គដឹកនាំពិធីនេះបាននិមន្តមកដល់ហើយអញ្ចឹងសូមឲ្យព្រះអង្គនិមន្តព្រះអង្គមានសេចក្តីការខ្លះទាក់ទងនឹងកម្មវិធីថ្ងៃនេះថាតើហេតុអីបានជាមិនសូវមានមនុស្សជាងថ្ងៃនេះនៅវត្តចាស់ចម្រើនពរសូមចម្រើនពរដល់ញាតិញោមទូទស្សនិកជនទេសនាទូទស្សន៍អធិបតីទាំងអស់ឲ្យបានជ្រាបនិងញាតិញោមសហការីដែលបានប្រឹងប្រែងជួយដល់ការផ្សព្វផ្សាយព័ត៌មានក្នុងពិធីនេះថ្ងៃនេះអាត្មាមិនបានប្រកបប្រកាសហើយក៏ចង់ឲ្យញាតិញោមពុទ្ធបរិស័ទនឹងបានអញ្ជើញទៅកេតកែឲ្យបានច្រើនអាត្មាធ្វើពិធីនេះគឺដើម្បីកុំឲ្យយើងភ្លេចកតញ្ញូដល់វត្តផងកតញ្ញូទៅដល់លោកនេះផងដោយយកក្នុងហេតុពីរធំហេតុទី1ពីលគិបាញ់សម្រាប់ភ្លាមយើងដល់រោគលែងអត់បានហើយមានតែវត្តចាស់មួយពុតឲ្យព្រមទទួលហើយទី2គឺ100ថ្ងៃបដិសេធយើងគ្រប់កលែងមានតែវត្តចាស់ទេដែលយើងអាចចូលបាននេះយើងធ្វើថ្ងៃនេះគឺដើម្បីរំលឹកដល់ការជួយសម្របសម្រួលឲ្យបានឱកាសធ្វើបុណ្យតបគុណលោកបណ្ឌិតកែមលីបានសមនឹងកិត្តិយសរបស់គាត់គឺវត្តចាស់ដូច្នេះបានយើងធ្វើទីនេះបើសិនជាអាត្មាប្រកាសរកញាតិញោមវាបែកកម្លាំងទៅចូលរួមជួយនៅឯកតកែវហើយក៏សាធារណជនមើលមកថាយ៉ាមិនគឺយើងមិនសាមគ្គីគ្នាលោកកែមលីស្លាប់ដើម្បីពុកប្រហេតុសាមគ្គីដូចជាយើងបែកគ្នាអញ្ចឹងបានអាត្មាអត់ហ៊ានប្រកាសហើយក៏មិនចង់ឲ្យគេឃើញផងមិនចង់ឲ្យគេឃើញក៏ប៉ុន្តែបើសិនជាយើងធ្វើអ្វីមួយលាក់បាំងយើងធ្វើរឿងល្អមិនឲ្យមនុស្សចូលរួមសេចក្តីល្អក៏វាខុសដូច្នេះអ្វីដែលយើងធ្វើក្នុងសង្គមមេបច្ចុប្បន្នវាជាសកម្មភាពទ្វេគ្រោះធ្វើក៏ខុសមិនធ្វើក៏ខុសបង្ហាញក៏ខុសមិនបង្ហាញក៏ខុសដូច្នេះសម្រាប់ចិត្តជ្រើសយកកណ្ដាលបង្ហាញតែមិនមើលទៅរូបរាងដូចជាបំពេញកម្លាំងអញ្ចឹងបានយើងបានចំនួនមនុស្សតិចសម្រាប់ថ្ងៃនេះប៉ុន្តែព្រះអង្គបានទៅចូលរួមនៅខេត្តកែវទេក៏មានសិលមិញចម្រើនពរម្សិលមិញនេះអាត្មាខកខានមិនបានចូលរួមដោយហេតុទើបខ្លួនអាត្មារឿងទី1អាត្មាត្រៀមខ្លួនហោះយន្តហោះទៅអូស្ត្រាលីដល់ខាងទូតគេអត់ឲ្យវីសាហើយគេអត់ប្រាប់មុនក្បែរថ្ងៃបានគេប្រាប់ហើយដល់ក្បែរថ្ងៃប្រាប់អាត្មាវាខកចិត្តមិនដឹងចាប់អមធ្វើអីហើយក៏អង្គុយគិតថាបើមិនបានទៅហើយត្រូវតែធ្វើពិធីអីមួយនៅវត្តចាស់ក៏បានលៃលេខលោកពេលវេលាគិតប៉ុន្តែមានប្រសងលោកមុនទៅច្រើនបណ្ដាញប្រសងព្រះអង្គទៅបានមុនទៅមកបានសមាជិកបានមុនទៅហើយអាត្មានៅគូមើលប្លង់ថាត្រូវដាក់រូបមិនអីមិនហើយសំណាងដែរដែលទៅរឿងមកសល់រូបទាំងអស់ហ្នឹងគាត់តែរបស់យើងវាសារគង់វងណាអានេះដែលអាត្មាបិណ្ឌបានកាលបុណ្យចប់សុំរូបទុកខ្លះដើម្បីប្រើថ្ងៃក្រោយឥឡូវយើងគង់វងប៉ុន្តែមិនហ៊ានឲ្យគេឃើញ100ថ្ងៃដោយសាររូបហ្នឹងរូបកាត់គាត់100ថ្ងៃដល់ខំប្រឹងរកមកបានប៉ុណ្ណឹងបានធ្វើកើតឯនេះបើកុំអុយយើងអត់ទាំងអស់អាត្មាខកខានហើយរឿងមួយទៀតសន្តិសុខទើលខ្លួនចូលមកក្នុងខែកក្កដានេះអាត្មាប្រយ័ត្នណាស់ព្រោះមានទីតាមអាត្មាគ្រប់រហូតដល់ថ្ងៃខ្លះជិះឡាន3មនុស្សតែម្នាក់ឯងរត់ពីឡានមួយទៅជិះឡានមួយរត់ឡានមួយទៅជិះឡានមួយព្រោះគេទៅឆែកឡានមួយអត់ឃើញគេរត់ឡានមួយទៀតអញ្ចឹងយើងវិលជុំអញ្ចឹងបានអាត្មាថាសម្រាប់ស្ថានភាពសុវត្ថិភាពវាមិនអំណោយផលហើយក៏សុខចិត្តនៅទីក្រុងភ្នំពេញចុះបើវាយ៉ាងណាយ៉ាងនេះនៅកណ្ដាលបេះដូងជាតិព្រោះនៅទីក្រុងភ្នំពេញវាជាបេះដូងខ្មែរអញ្ចឹងបើងើបនៅកណ្ដាលបេះដូងខ្មែរហើយអាត្មាយល់ឃើញថាយើងធ្វើអ្វីដើម្បីខ្មែរបើអស់ជីវិតអស់នៅក្នុងបេះដូងខ្មែរវាមានន័យជាងតោះខេតទេប៉ុន្តែចាប់មើលពិនិត្យមើលផុតខេកក្កដាបើស្ថានភាពនឹងវាធូរយើងចុះធ្វើការតទៀត
បញ្ហាអ្វីដែលសំខាន់ដែលនាំឲ្យព្រួយបារម្ភពីសុខភាពព្រះអង្គខ្លាំងជាងគេដែលនាំឲ្យមានការជំនះខ្លួនជាញឹកញាប់ចម្រើនពរមើលទៅទិដ្ឋភាពដែលវាកើតឡើងដោយសារសមាជិកអាត្មាលេងកំភ្លើងជឿលេងកំបិតហើយមែនទែនកំបិតហ្នឹងមន្ត្រីខាងបរិស្ថានក៏បានដឹងពួកកំបិតហ្នឹងយើងកាន់ទៅពីឡង់យីដល់នោះណាហើយដល់ពេលលោកលេងដោយកូនក្មេងទៅកាន់ទៅលីហើយទៅទេសានឹងជាកំហុសស្មាទទួលស្គាល់ថានឹងជាកំហុសប៉ុន្តែវាមិនដល់ទូជប់ពុកអញ្ចឹងទេពុកអប់រំគ្នាបានហើយមួយទៀតមុនចូលឆ្នាំកំបិតដដែលនឹងនាំគ្នាយកទៅសម្អាតវត្តមុនពិធីចូលឆ្នាំខ្មែរយើងកន្លងទៅនេះដល់ហើយលោកក៏លេងបន្តអញ្ចឹងឯទៀតនៅទីឡង់ក៏បែអាត្មាមកឲ្យបិទវិញឲ្យបង្ហោះបានដល់ពេលនៅនឹងបាត់កំងនឹងអាត្មានៅឆ្ងាយនៅអាមេរិកថ្ងៃនោះហើយលោកក៏លេងយ៉ាងទៅពុកធម្មតាប៊ូមែនក៏ប៉ុន្តែនៅក្មេងសារធាតុក្មេងនឹងវាទឿនអស់សារធាតុល្បែងហ្នឹងនៅទៅមានដល់លោកលេងលោកហោះអាត្មាឲ្យលោកភ្លាមប៉ុន្តែខាងបាត់កិច្ចលោកតាមដានទឿនក៏ថត screen ទុកផេងវណ្ណៈបានថត screen ទុកហើយទៅសេពុំមានថាមិនឲ្យរួចខ្លួនដល់ឥឡូវយើងអត់រួចខ្លួនមែនទាំងចិត្តទូមែនហើយអាត្មាសមាជិករងគ្រោះវាជាទស្សនវិជ្ជានយោបាយធ្វើម្នាក់ហ្នឹងបើសិនយើងមើលពីសัตว์វិញគេចាប់កូនដើម្បីឲ្យមីរត់ចូលឲ្យមីទៅសង្គ្រោះហើយគ្រាន់តែធ្វើទៅសង្គ្រោះបង្ហាញការលើកភ្លើងបង្ហាញការរបស់នឹងជឿទេក្រសួងយុទ្ធភ័ពហើយខាងអាជ្ញាធរថាបើនៅនិយាយរឿងកំភ្លើងជឿតទៀតមិនរួចខ្លួនក្រោយពីការពមៀនប៉ុណ្ណឹងអាត្មានិមន្តចេញពីខេត្តបាត់ដំបងមកពីខេត្តបន្ទាយមានជ័យចូលទៅដល់សៀមរាបតាមពីខេត្តសៀមរាបតាមប្រចាំប៉ូលីសមិនតិចជាង10នាក់ទេតែតាមយកពេទ្យក្នុងវឌ្ឍនៈគឺប៉ូលីសឆ្វែលជុំវិញគាត់យើងរយច្រកចេញអត់បានដូច្នេះចល័តឡានអាត្មានឹងចល័ត3ដងចល័តទៅរហូតដល់ប៉ូលីសដាច់ចិត្តទិញបាយហើយនឹងទិញកាហ្វេមកឲ្យនឹងតកងឡានអាត្មាដើម្បីសួររត់អាត្មាហើយតកងឡានអត់ប្រាប់ថាអាត្មានៅណាដល់ដូច្នេះរូបភាពនឹងវាច្បាស់ការវាអត់មានអីលេងលេងវាមែនទេណារលេងឃើញហើយមានតាលួងតកងឡានហើយយកបាយអីមកបានតកងឡានអាត្មាប្រាប់ថាណែហូបបាយរួចហើយផឹកកាហ្វេរួចហើយខ្ញុំផឹកទេបានអាត្មាអុយទៀកតងតកងឡានអុយចល័តមកប្រាសាទបាគងគេដេញដល់ប្រាសាទបាគងយកឡានចូលក្នុងប្រាសាទបាគងគេឈប់ចូលគេយកម៉ូតូតាមបានម៉ោង9ព្រឹកអាត្មាអុយដកឡានចេញពីប្រាសាទបាគងឡើងមកជីក្រែងគេដេញដល់ជីក្រែងទេតែអាត្មាជិះឡានដូរទៅរោឡានថ្មីជិះតាមពីក្រោយដឹងរឿងរហូតយើងមើលហើយយើងបានរួចថតសភាពពុកគាត់ហើយពេលខ្លះដោយសារអាត្មាមិននៅក្នុងឡានអាត្មាអុយឡានអាត្មាឈប់ពីឡានឈប់យើងឈប់ចាំជួបពួកគាត់រត់អស់ហើយថ្ងៃមុននេះថ្ងៃទី6ហ្នឹងអាត្មាទៅសម្ពោធដូងពួកគាត់តាមទៀតប៉ុន្តែគាត់ធ្វើជាមួយចាក់សាំងប៉ុន្តែគាត់ជិះតាមយើងរហូតអាត្មាទៅចាក់សាំងដែរប៉ុន្តែពេលយើងឈ្មោះមុខតិចគាត់លួចឆត់គ្រប់ព្រាមតាមឆត់សកម្មភាពយើងដូច្នេះអាត្មាថាស្ថានភាពនេះវាអត់អំណោយផលអត់ល្អទេពីពួកអាត្មាហើយបខំចិត្តឲ្យអាត្មានៅស្ងៀមចាំផុតខែកក្កដាសិនព្រោះក្នុងប្រវត្តិសាស្ត្រខ្មែរខែកក្កដាមានរដ្ឋប្រហារខែកក្កដាមានកែត្រឹមលុយធ្វើវិសោធនកម្មខែកក្កដាមានសម្រាប់បញ្ញជនខ្មែរដូច្នេះយើងមើលឃើញខែកក្កដាជាខែទីសម្រាប់អាត្មាណាសូមអរគុណដែលបានព្រះអង្គជួយរៀបរាប់អំពីកម្មវិធីបុណ្យបង្គាប់រំលឹកបណ្ឌិតកែមលីនៅថ្ងៃនេះហើយលោកអ្នកស្ដាប់ទីមេត្រីនៅពេលនេះគឺកម្មវិធីនៅវត្តចាស់បានសន្មត់ថាចប់ប៉ុណ្ណេះហើយបងឲ្យមិនមានអីអធិកធម៌ទេដូចជាព្រះអង្គបានរៀបរាប់ហើយគឺមិនបានគៀងគរហើយអាចជាការបាយកម្លាំងទៅចូលរួមបុណ្យនៅឯខេត្តតាកែវដូច្នេះនៅថ្ងៃខាងមុខទៀតនឹងថាគម្រប់ពុប2ឆ្នាំនឹងមានព្រឹត្តិការណ៍យ៉ាងម៉េចសូមព្រះអង្គជួយផ្ញើសារចិត្តមិនពោសូមបិណ្ឌបាតញាតិញោមឲ្យបានជាមុនថាយើងបានរូបសំណាកពីបង្កក់មកហើយពេលដែលគណៈកម្មការសាងសង់ធ្វើបច្ចេកអីរួចយើងនឹងដង្ហែរូបសំណាកទៅដាក់ម្ដងទៀតសម្រាប់បុណ្យ2ឆ្នាំហើយបើសិនជាយើងធ្វើបច្ចេកដីមិនទាន់រួចយកទៅវាមិនទាន់ល្អវាអត់មានព្រឹត្តិការណ៍ហើយអត់មានការចូលរួមធំដុំនៅពេលនោះអាត្មាស្មានថាមកដុំក្បែរបោះឆ្នោតឆ្នាំ2018
បច្ចេកដីអាចរួយស្រួលយើងអាចចង្ហេរសំណាក់ឲ្យបានពីបង្កក់ពីញោមប្រុសដែលជាកម្មករគិតជូនរូបសំណាក់នឹងមួយយើងត្រូវធ្វើការចូលរួមអស់គ្នាត្រៀមចិត្តត្រៀមកាយសំថវិកាសម្រាប់បាយមកពេលទៅខេត្តតាកែវហើយរូបសំណាក់ទី2ទៅបាទគ្រូអរគុណកំណត់ថាថ្ងៃណាយើងចង់ធ្វើពេលដែលបច្ចេកដីបានអាចបង្កល់បានហើយយើងទៅព្រាមប៉ុន្តែក្នុងបេះដូងអាត្មាគឺព្រឹត្តិការណ៍ល្អៗគូតកើនមុនការបោះឆ្នោតឆ្នាំ2018ព្រោះក្រោយការបោះឆ្នោតជាប្រពៃណីរបស់ប៉ុនខ្មែរបើមិនជិបជាង10ខែក៏មួយឆ្នាំកន្លះដែរហើយបើយើងចាំជិបជាងមួយឆ្នាំកន្លះទៀតដល់ឆ្នាំ2020បាត់ហើយយើងធ្វើមិនបានតែរូបសម្លាក់លោកទៀតដូច្នេះយើងត្រូវធ្វើមុននេះហើយបានពុកអរគុណបងបាទលោកនាងជាទីមេត្រីថារាយការណ៍របស់បាទនៅវត្តចាស់នៅពេលនេះសន្មតថាចាប់ប៉ុណ្ណេះពីព្រោះកម្មវិធីបុណ្យបានស្គរជូនលោកបណ្ឌិតកែមលីបានបញ្ចប់ត្រឹមវេលាម៉ោងនេះដែរបាទលោកលេងម៉ាលីខ្ញុំសូមសួរមកសំណួរចុងក្រោយតើរូបថតបណ្ឌិតកែមលីនឹងគេនឹងដាក់តាំងនៅវត្តចាស់នឹងដូចអញ្ចឹងរហូតឬក៏គេនឹងដកចេញបាទតាមថេរដីការបស់ព្រះអង្គបុត្របុត្រេញលោកថាជារូបចាស់ទេរូបដែលអង្ការធ្វើ100ថ្ងៃក៏ប៉ុន្តែដោយសារព្រះអង្គសុំទុករូបទាំងនេះបានជានៅសល់ដូចគ្នានឹងរូបអង្ការពីបុណ្យ100ថ្ងៃអញ្ចឹងដែរនេះគឺរូបចាស់ទេបាទដែលលោកដែលព្រះអង្គយកមកចងអីឡើងវិញទេមិនមែនជាការដាក់តាំងជាអចិន្ត្រៃយ៍នៅបែបនេះទេបាទចឹងអរគុណច្រើនលោកលេងម៉ាលីចំពោះសេចក្តីរាយការណ៍នេះសូមជម្រាបលាបាទអរគុណជម្រាបលាបាទលោកនាងជាទីមេត្រីឥឡូវនេះយើងចូលសូមអញ្ជើញលោកនាងទស្សនាសេចក្តីរាយការណ៍ពឹស្ដារមួយទៀតអស់រយៈពេល1ឆ្នាំទៅហើយដែលអ្នកស្រាវជ្រាវខាងការវិវត្តសង្គមនិងជាអ្នកវិភាគដ៏មានប្រជាប្រិយភាពគឺបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងកាហ្វេ Star Mart Caltex ស្តុបបូកូរាជធានីភ្នំពេញអំពើឃាតកម្មដ៏កក្រើកមួយនេះបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ម្ដាយរបស់បណ្ឌិតកែមលីនិងម្ដាយរបស់អឿតអាងហៅជួបសម្លាប់ដែលត្រូវបានតុលាការសម្រេចថាជាឃាតករនិងកាត់ឲ្យជាប់ទោសអស់មួយជីវិតតើជីវិតរស់នៅរបស់ម្ដាយបណ្ឌិតកែមលីនិងម្ដាយជួបសម្លាប់មានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះក្នុងរយៈពេល1ឆ្នាំកន្លងទៅនេះបាទលោកយ៉ងច័ន្ទរាមានសេចក្តីរាយការណ៍អំពីរឿងនេះឃាតកម្មទៅលើលោកបណ្ឌិតកែមលីបាននាំមកនូវទុក្ខសោកជាពន់ពេកដល់លោកស្រីភុកសេដែលត្រូវជាម្ដាយរបស់លោកបណ្ឌិតដូនចាស់ដែលមានវ័យ78វស្សាទៅហើយនោះបែរជាត្រូវរស់នៅជាមួយក្តីទុក្ខសោកសៅក្នុងចិត្តឥតល្ហែដោយសារតែបាត់បង់កូនប្រុសប្រកបដោយកតញ្ញូតាធម៌ម្នាក់ដែលត្រូវបានប្រជាពលរដ្ឋខ្មែរជាទូទៅគោរពស្រឡាញ់និងចាត់ទុកថាជាវីរបុរសជាតិបច្ចុប្បន្ននេះមានការងារសំខាន់3យ៉ាងដែលអ្នកម្ដាយរបស់លោកបណ្ឌិតតែងតែធ្វើជារៀងរាល់ថ្ងៃទី1គឺមើលការខុសត្រូវផ្ទះសម្បែងច្បារដំណាំនិងកូនឈើក្នុងបរិវេណគេហដ្ឋានបណ្ឌិតកែមលីដែលស្ថិតនៅក្នុងភូមិអង្គតកប់ឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវកិច្ចការងារសំខាន់ទី2គឺការថែទាំភ្នូរនិងរូបសំណាករបស់បណ្ឌិតកែមលីហើយនឹងរឿងទី3គឺអង្គុយសំណេះសំណាលជាមួយអ្នកស្រុកជិតឆ្ងាយដែលចូលមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនិយាយពីរឿងសុខទុក្ខវិញសុខភាពផ្លូវកាយរបស់ម្ដាយបណ្ឌិតកែមលីនៅដូចធម្មតាទេជំងឺឈឺក្បាលជង្គង់ជាង20ឆ្នាំនៅតែធ្វើទុកជាប្រចាំដែលតម្រូវឲ្យលោកស្រីត្រូវពិសាថ្នាំជាប់ជានិច្ចដើម្បីកាត់បន្ថយការឈឺចាប់ក៏ប៉ុន្តែខុសពីមនុស្សវ័យចំណាស់ភាគច្រើនដែលមានជំងឺពិបាកព្យាបាលដូចជាជំងឺបេះដូងជំងឺលើសឈាមឬទឹកនោមផ្អែមជាដើមនោះម្ដាយរបស់បណ្ឌិតកែមលីមិនមានកើតជំងឺទាំងនេះឡើយហើយលោកស្រីនៅអាចជិះកង់ទៅកន្លែងជិតឆ្ងាយបានដោយខ្លួនឯងថែមទៀតផងដោយសារតែមិនមានជំងឺដំកាត់អ្វីធំដុំលោកស្រីអាចអង្គុយជំរះស្មៅបោះជូតនិងមើលថែទាំទ្រព្យរបស់និងទីបញ្ចុះសពរបស់បណ្ឌិតកែមលីក៏ប៉ុន្តែបើនិយាយពីរឿងសុខភាពផ្លូវចិត្តវិញគឺខុសគ្នាដាច់ស្រឡះតែម្ដង
ក្រោយហេតុការណ៍ឃាតកម្មនោះមកលោកស្រីពិសាបាយក៏មិនបានសម្រានក៏មិនលក់ព្រោះតែអាណិតអាសូរដល់កូនប្រុសដែលត្រូវឃាតករឆក់យកជីវិតទាំងកណ្ដាលថ្ងៃចោលប្រពន្ធនិងកូនហើយពីមុនមកអត់ទេអីក៏ហូបបានតាំងពីកូនស្លាប់មកហូបអត់បានគឺសម្រាប់ក៏អត់លក់ដែរពីប្រលប់ទៅម៉ោង10មកដល់10ពី10អីបានលក់ឲ្យម៉ោង4ត្រូវញាក់ទៀតដែរអត់ដែលលក់បានទៅភ្លឺហើយវាប្រលប់ទៅចឹងដែរវាអត់លក់ទេលោកស្រីនឹកបណ្ឌិតកែមលីណាស់នឹកឃើញពេលរូបគាត់នាំប្រពន្ធនិងកូនមកលេងស្រុកកំណើតសួរសុខទុក្ខលោកស្រីដែលជាម្ដាយក៏ប៉ុន្តែនៅពេលនេះក្រុមគ្រួសារដែលធ្លាប់តែមានសុភមង្គលមួយនេះបែរជាត្រូវជួបក្តីនិរាសព្រាត់ប្រាសគ្នាទៅវិញលោកស្រីមានបំណងប្រាថ្នាតែមួយគត់គឺចង់ជួបបណ្ឌិតកែមលីក្នុងក្តីសុបិនដើម្បីសួរសុខទុក្ខកូនប្រុសក៏ប៉ុន្តែអ្វីមិនដូចជាការគិតនោះទេព្រោះមួយឆ្នាំកន្លងទៅនេះលោកស្រីមិនដែលយល់សប្តិឃើញកូនប្រុសសោះសូម្បីតែម្ដងកម្មភាពវាឆ្លូតមិនដែលចេះកឹងម៉ែអាសាមកផ្ទះជូនលុយជូនកាក់ចាមកជូនលុយជូនកាក់អស់យើងផ្អាកនិយាយពីម្ដាយរបស់បណ្ឌិតកែមលីសិនហើយងាកទៅម្ដាយរបស់ជួបសម្លាប់វិញថាតើជីវិតរបស់គាត់ដូចម្ដេចទៅហើយអឿតអាងហៅជួបសម្លាប់មានម្ដាយឈ្មោះឯកតាប់អាយុ65ឆ្នាំដែលរស់នៅក្នុងភូមិទន្លេសឃុំនគរភាសស្រុកអង្គរជុំខេត្តសៀមរាបមុនពេលឃាតកម្មលើបណ្ឌិតកែមលីលោកស្រីឯកតាប់បានរស់នៅក្នុងភូមិទន្លេសហើយគឺជាអ្នកកាន់សិល8និងតែងតែទៅវត្តជាប្រចាំក៏ប៉ុន្តែក្រោយផ្ទុះហេតុការណ៍សម្លាប់បណ្ឌិតកែមលីដែលកូនប្រុសរបស់គាត់ត្រូវជាប់ចោទនិងត្រូវកាត់ទោសថាជាឃាតករនោះលោកស្រីត្រូវរស់នៅចល័តពីកន្លែងមួយទៅកន្លែងមួយម្ដងនៅភូមិទន្លេសម្ដងនៅផ្ទះកូននៅឯជ័យក្រុងសៀមរាបលោកស្រីឯកតាប់បញ្ជាក់ថាគ្មាននរណាម្នាក់មកគំរាមកំហែងឲ្យលោកស្រីធ្វើបែបនេះឡើយតែលោកស្រីខ្លួនឯងបារម្ភពីបញ្ហាសុវត្ថិភាពលោកស្រីបន្តថាលោកស្រីមានអារម្មណ៍ក្តុកក្តួលជាខ្លាំងនៅពេលដែលដឹងថាកូនប្រុសរបស់គាត់គឺអឿតអាងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនោះខ្ញុំហូបបាយកំចងាញ់ដេកកំលក់ទៅកូនមិនដឹងពីកូនដែលទៅយូរដល់មិនដឹងពីកូនជាប់នោះស្លាប់ក៏កូនរស់ទេឬមួយម្ដាយស្លាប់មុនកូនស្លាប់ក្រោយក៏មិនដឹងទេនេះណាប៉ុន្តែអារម្មណ៍ខ្ញុំមិនមានក្តុកក្តួលក្នុងចិត្តនេះគិតឃើញឡើងខ្ញុំសប្ងៃហូបបាយមិនចងាញ់ទេកូនដែលថាដាក់មកជីវិតនោះឯងដែលបានទៅជួបកូននៅភ្នំពេញទេកូនដែលមានប្រាក់មួយរៀលនោះទៅទេមិនដែលបានទៅទេបើម៉ែដេញណាម៉ែមិនអោយកូនឈានទៅទេផ្លូវនេះគឺថាធ្លាក់ភ្លុងហើយកូនមកតាមម៉ែមករស់ស៊ីខែមួយខែតា20000នេះក៏បានរស់ហើយកូនមិនបាក់ទៅរស់អាចចេះទេបើសិនតែម៉ែឃើញម៉ែដេញណាម៉ែមិនអោយកូនដើរផ្លូវខុសទេកូនម៉ែប្រាប់ឲ្យចង់បើទោះបីជាមានការបារម្ភពីសុខទុក្ខរបស់កូនប្រុសខ្លួននៅក្នុងពន្ធនាគារក៏ដោយក៏លោកស្រីឯកតាប់ដែលជាម្ដាយរបស់តនដិតអឿតអាងមិនមានបំណងណាមួយនៅក្នុងការទៅសួរសុខទុក្ខអឿតអាងនៅក្នុងពន្ធនាគារនោះឡើយមូលហេតុសំខាន់នោះគឺដោយសារតែលោកស្រីមានភាពខ្មាស់អៀនខ្លាំងនៅពេលដែលកូនប្រុសរបស់គាត់ត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធទៅនឹងរឿងឃាតកម្មលើបណ្ឌិតកែមលីលោកស្រីក៏សម្ដែងក្តីសោកស្ដាយដូចគ្នាចំពោះការបាត់បង់បណ្ឌិតកែមលីជីវិតរបស់ខ្ញុំសោកស្ដាយដែលខេមឡៃស្លាប់ទៅជីវិតរបស់ខ្ញុំឃើញខ្ញុំគិតដូចថានេះខេមឡៃនេះកូនណាគិតវែកញែកចុះឡើងខ្ញុំស្ដាយដែលលោកខេមឡៃនោះនឹងកូនដេញតែកូនសម្លាប់គេឬមួយយ៉ាងណាខ្ញុំមិនចាំអស់ចិត្តអាច្រកនេះណាបើថាកូនសម្លាប់គេក៏កូនមានកម្មពីវិរិយតទៅមុខណាបើទោះបីជាអឿតអាងត្រូវបានតុលាការក្រុងភ្នំពេញរកឃើញថាជាឃាតករក៏ដោយក៏ម្ដាយរបស់បណ្ឌិតកែមលីគឺលោកស្រីភោគសេមិនមានអារម្មណ៍ខឹងស្អប់ឬគុំគួននឹងលោកស្រីឯកតាប់ដែលជាម្ដាយរបស់តនដិតរូបនោះដែរព្រោះលោកស្រីយល់ឃើញថាលោកស្រីឯកតាប់ទំនងជាមិនបានដឹងរឿងអ្វីតាក់ទងនឹងរឿងឃាតកម្មនេះទេ
លើសពីនេះទៅទៀតលោកស្រីនៅតែមិនជឿថាដើមហេតុនៃអំពើឃាតកម្មនេះគឺជារឿងលុយ$3,000ដែលកូនប្រុសរបស់លោកស្រីជំពាក់អឿតអាងនោះទេលោកស្រីបន្តថាសាលក្រមសាលាដំបងរាជធានីភ្នំពេញគឺជារឿងដែលមិនអាចទទួលយកបានម្ដាយរបស់បណ្ឌិតកែមលីមិនមែននឹកគិតតែកូនម្នាក់ប៉ុណ្ណោះទេក៏ប៉ុន្តែក៏ខ្វាយខ្វល់ពីចៅរបស់គាត់ដែរដែលត្រូវកំព្រាឪពុកតាំងពីក្មេងម្ដាយរបស់លោកបណ្ឌិតថ្លែងថាគាត់មិនប្រកាសទេថាតើនឹងអាចបានជួបមុខចៅម្ដងទៀតដែរឬមួយក៏យ៉ាងណាពីព្រោះពួកគេកំពុងរស់នៅឆ្ងាយពីលោកស្រីដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្រៅប្រទេសមិនណងទៅក៏ទៅមិនបានហើយចេះនេះទៅប្រាប់ថាឲ្យតែសុកទៅបាយទៅឲ្យតែចៅបានសុកណាក្នុងទឹកចិត្តជាដូនម្នាក់នៅពេលដែលឃើញចៅត្រូវព្រាត់ប្រាសឪពុកហើយត្រូវទៅនៅឆ្ងាយត្រូវទៅកំសត់កំរអីចឹងមានអារម្មណ៍យ៉ាងម៉េចមានអារម្មណ៍អាណិតសូគុំមុខអាណិតតែសូចៅវាទៅឆ្ងាយខ្ញុំយ៉ងច័ន្ទតារាអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទលោកនាងកំពុងទស្សនាការផ្សាយផ្ទាល់របស់អាស៊ីសេរីស្ដីអំពីការរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិតកែមលីបាទនៅពេលនេះដែរកម្មវិធីយើងសូមជូនចម្រៀងមួយបទឧទ្ទិសដល់បណ្ឌិតកែមលីក្នុងឱកាសខួប1ឆ្នាំនៃមរណភាពរបស់លោកបទនេះនិពន្ធនឹងច្រៀងដោយអ្នកនិពន្ធអាជីពមួយរូបខ្លឹមសារនៃបទនេះឆ្លុះបញ្ចាំងពីមនោសញ្ចេតនារបស់កូនលោកបណ្ឌិតថាតើពួកគាត់នឹងគិតនឹងចងចាំដល់ឪពុករបស់ខ្លួនបែបណាបាទសូមអញ្ជើញស្ដាប់som lặng mơ mê song về chân đà ba tự áo con ai cả ru yang na pel khmien nẹng nơi thlo prap con tha to su na pe dai pa te hai đuôi prom ly khất đom rơ oi dương trơ khliệt ngai pi nơi cất lô quỳnh bè đốm tua bay chi vất ba xôn tại bè đốm không ai nơi trong chấm bọn thế và đá chui rẽ xa phía pa bán đam mai ơi chui chăm cũng bị bọn đam bọn đất cái lấy slap rư ru có chất nơi kết chiêm né bon ngật tất bề ni chỉ bình bé đồ áo mai ơi mai sông chui thai chmu bon đất phong nú hai chỉ cá tôm sông niềm ôn bóng chia chốn chiết khmai chuộtទឹកភ្នែកអ្នកហើយដើរទៅមុខពាក្យនេះកូននឹងចាំទុកទៅថ្ងៃមុខបណ្ឌិតកែមលីកូនឈឺផ្សាណាកូនឃើញច្បាស់ថ្ងៃមកត្រូវខ្សែសាធុដល់ទេវតាថ្លៃជួយថែស្នាដៃដល់បំដិតផង
ស្លាប់ឬរូបក៏ចិត្តនៅគិតឈាមណែបនដិតទឹកពេលនេះជ្រាបពេញបេះដូងអោខ្មែរអើយខ្មែរសូមជួយថែឈ្មោះបណ្ឌិតផងនោះហើយជាការតបស្នងនាមប្អូនបងជាជនជាតិខ្មែរជូតទឹកភ្នែកអ្នកហើយដើរទៅមុខពាក្យនេះកូននឹងចាំទុកទៅថ្ងៃមុខបណ្ឌិតកែមលីកូនឈឺផ្សាណាកូនឃើញច្បាស់ថ្ងៃមកត្រូវខ្សែសាធុដល់ទេវតាថ្លៃជួយខែស្នាដៃដល់បណ្ឌិតផងបាទលោកនាងជាទីមេត្រីគិតមកដល់ថ្ងៃទី10ខែកក្កដាឆ្នាំ2017នេះគឺជាគម្រប់ខួប1ឆ្នាំនៃគតិកម្មលើបណ្ឌិតកែមលីអ្នកស្រាវជ្រាវខាងការពិវត្តសង្គមនិងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពបាទលោកត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10កក្កដាឆ្នាំ2016នៅហាងកាហ្វេក្នុង Star Mart Celtic ក្បែរស្តុបបូកូរាជធានីភ្នំពេញបាទភ្លាមក្រោយឃាតកម្មជនសង្ស័យឈ្មោះអឿតអាងហើយជួបសម្លាប់ត្រូវបានចាប់ខ្លួនហើយជាង8ខែក្រោយមកជននេះត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោយពេលសារភាពថាខ្លួនជាឃាតករសម្លាប់បណ្ឌិតកែមលីរឿងជំពាក់លុយ$3000តើសំណុំរឿងឃាតកម្មបណ្ឌិតកែមលីក្នុងរយៈពេល1ឆ្នាំកន្លងមកនេះមានការវិវត្តបែបណាខ្លះបាទលោកយ៉ងច័ន្ទរាមានសេចក្តីរាយការណ៍មួយទៀតអំពីរឿងនេះទោះបីជាតុលាការរកឃើញថាជួបសម្លាប់គឺជាឃាតករបាញ់សម្លាប់បណ្ឌិតកែមលីយ៉ាងណាក៏ដោយចុះក៏សំណុំរឿងនេះនៅមានភាពមន្ទិលនិងភាពមិនស៊ីសង្វាក់គ្នាជាច្រើនចំណុចដែលធ្វើឲ្យសហគមន៍ជាតិនិងអន្តរជាតិមិនជឿថាជួបសម្លាប់គឺជាឃាតករពិតនោះទេជួបសម្លាប់ដែលត្រូវបានគេស្គាល់ឈ្មោះពិតថាអឿតអាងបានសារភាពប្រាប់តុលាការថាដើមហេតុនៃអំពើឃាតកម្មនេះគឺដោយសារខ្លួនខឹងនឹងបណ្ឌិតកែមលីដែលឆបោកលុយ$3000និងមិនគោរពតាមពាក្យសន្យាសង់ផ្ទះឲ្យខ្លួននៅតំបន់បឹងត្រកួនជាប់ព្រំដែនថៃលុយ$3000នោះអឿតអាងថាបានមកពីការលក់ដីមួយកន្លែងនៅភូមិចំការកោឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យអឿតអាងក៏អះអាងទៀតថាខ្លួនបានស្គាល់បណ្ឌិតកែមលីនិងហ៊ានរហូតដល់ឲ្យលុយខ្ចី$3000នោះតាមរយៈបុគ្គលម្នាក់ដែលរូបគេហៅឈ្មោះថាប៉ូលីសដែលបានស្គាល់គ្នានៅប្រទេសថៃផ្អែកលើចម្លើយទាំងនេះបូករួមទាំងការសារភាពថាខ្លួនគឺជាឃាតករតែម្នាក់គត់មិនមានអ្នកបញ្ជានៅពីក្រោយខ្នងបានធ្វើឲ្យតុលាការកាត់ទោសអឿតអាងឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុនតើចម្លើយសារភាពរបស់អឿតអាងដែលនាំទៅរកការកាត់ទោសរូបគេឲ្យជាប់ពន្ធនាគារអស់មួយជីវិតនេះមានភាពត្រឹមត្រូវនិងគួរឲ្យទុកចិត្តបានដល់កម្រិតណាដែរការអះអាងរបស់អឿតអាងប្រាប់តុលាការស្ដាប់មើលទៅហាក់ដូចជាបុគ្គលរូបនេះបានទៅរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតព្រមទាំងស្គាល់មនុស្សម្នាច្រើននៅតំបន់ចំការកោក៏ប៉ុន្តែតាមការពិតអឿតអាងគ្មានប្រវត្តិរស់នៅតំបន់នោះឡើយហើយក៏មិនអាចមានដីធ្លីជាកេរអាករឬជាទ្រព្យសម្បត្តិអ្វីនៅតំបន់ដាច់ស្រយាលមួយនេះដែរអនុប្រធានភូមិចំការកោគឺលោកប៉ុនអឿនដែលបានទៅរស់នៅនិងធ្វើជាអាជ្ញាធរភូមិនេះតាំងពីទសវត្សរ៍ឆ្នាំ1980មកនោះអះអាងថាគ្មានពលរដ្ឋណាម្នាក់នៅក្នុងភូមិរបស់លោកមានឈ្មោះថាអឿតអាងឬមួយក៏ឈ្មោះជួបសម្លាប់នោះទេលើពីនេះទៅទៀតលោកថាគ្មានការទិញលក់ដីណានៅក្នុងមូលដ្ឋានភូមិចំការកោដែលមានម្ចាស់ឈ្មោះអឿតអាងឬមួយក៏ជួបសម្លាប់នោះឡើយលោកកាន់តែច្បាស់នៅក្នុងចិត្តដោយសារបានឃើញជននោះតាមកញ្ចក់ទូរទស្សន៍ក្រោយឃាតកម្មលើបណ្ឌិតកែមលីអត់ទេអត់ដែរស្គាល់មិនមែននៅក្នុងភូមិនេះផងហ្នឹងអត់ដែរមានទេតែឮតែមើលតាមទូរទស្សន៍អីគេថាគេនៅស្វាយជ័យតែមិនដែរឃើញមិន
មិនមែនតែអឿតអាងឬជួបសម្លាប់នោះទេសូម្បីតែឈ្មោះលីសដែលអឿតអាងប្រាប់តុលាការថាជាអ្នកណែនាំឲ្យគាត់ស្គាល់បណ្ឌិតកែមលីនោះក៏មិនមាននៅក្នុងភូមិចំការគោដែរចំណែកឯបណ្ឌិតកែមលីវិញក៏មិនដែលបង្ហាញវត្តមាននៅក្នុងភូមិចំការគោដូចគ្នាងាកទៅតំបន់បឹងត្រកួនវិញក៏គ្មានអ្នកណាធ្លាប់ឃើញធ្លាប់ស្គាល់ឬដឹងឮពីឈ្មោះថាអឿតអាងឈ្មោះលីសនិងបណ្ឌិតកែមលីដែរពលរដ្ឋម្ចាស់ស្រុកអាជីវករនិងអ្នករត់ម៉ូតូឌុបនៅតំបន់បឹងត្រកួនអះអាងដូចគ្នាថាមិនដែលឃើញមុខអ្នកទាំង3មកដល់តំបន់ដាច់ស្រយាលក្បែរព្រំដែនថៃនេះឡើយចម្លើយសារភាពរបស់អឿតអាងតាក់ទងទៅនឹងវត្តមានរបស់គាត់នៅតំបន់ចំការគោនិងតំបន់បឹងត្រកួននេះគួរតែជាចំណុចសំខាន់ដែលតុលាការគួរសួរដេញដោលឲ្យបានស៊ីជម្រៅកាលពីអំឡុងសវនាការលើអង្គសេចក្តីកាលពីដើមខែមីនាកន្លងទៅមុននឹងសម្រេចផ្តន្ទាទោសជនជាប់ចោទក៏ប៉ុន្តែផ្ទុយទៅវិញតុលាការបានមើលរំលងចំណុចនេះចម្លើយសារភាពមិនត្រឹមត្រូវមួយទៀតរបស់អឿតអាងគឺតាក់ទងទៅនឹងឈ្មោះស្លាប់មណ្ឌលឈ្មោះរស់មណ្ឌលត្រកូលគឺជាសម្ដីដែលអឿតអាងប្រកាសប្រាប់តុលាការថាខ្លួនមានឈ្មោះតែមួយគត់ពីកំណើតគឺជួបសម្លាប់ហើយគាត់ថែមទាំងអះអាងថាបានដឹងថាខ្លួនមានឈ្មោះជួបសម្លាប់នេះតាំងតែពីអាយុ10ឆ្នាំខណៈរស់នៅតំបន់ចំការគោក៏ប៉ុន្តែតាមការអះអាងរបស់លោកស្រីឯកតាប់ដែលជាម្ដាយរបស់អឿតអាងកូននេះបានរស់នៅជាមួយគាត់នៅឡើយនៅពេលអាយុ10ឆ្នាំគឺរស់នៅក្នុងភូមិទន្លេសឃុំនគរភាសស្រុកអង្គរជុំហើយក្រោយមកគេបានទៅរស់នៅជាមួយសាច់ញាតិខាងឪពុកនៅភូមិដដែលនេះមុននឹងចូលធ្វើជាទាហានរដ្ឋកម្ពុជាប្រចាំនៅស្រុកអង្គរជុំនៅអាយុ15ឆ្នាំដូច្នេះអឿតអាងទំនងមិនមែនជាអ្នកស្រុកចំការគោខេត្តបន្ទាយមានជ័យដោយការអះអាងឡើយលោកស្រីឯកតាប់អះអាងទៀតថាគាត់ជាអ្នកដាក់ឈ្មោះកូនថាអឿតអាងតាំងតែពីកំណើតមកម្លេះមិនមែនឈ្មោះជួបសម្លាប់នោះទេហើយតែដល់តែធ្វើទាហាននោះនេះវាតំណងអ៊ំណាអ៊ំគាត់នោះអ៊ំនេះខាងឪវាប្តីខ្ញុំនេះណាអញ្ចឹងនោះឯងនៅណាកាលហ្នឹងក្នុងទន្លេសនោះឯងអូនៅទន្លេសនោះចាប៉ុន្តែខ្ញុំនៅក្រៅអ៊ំនៅក្នុងភូមិចេះណាបាទប៉ុន្តែសពថ្ងៃនេះអ៊ំកាត់ខូចហើយបាទហើយយាយក៏ខូចអស់ហើយចំណុចសំខាន់មួយទៀតគឺលុយចំនួន$3000ដែលអឿតអាងអះអាងថាបានឲ្យបណ្ឌិតកែមលីខ្ចីនេះក៏អាចជារឿងមិនពិតដូចគ្នាអ្នកដែលហ៊ានអះអាងបែបនេះគឺអាចារ្យវត្តមិត្តភក្តិជិតស្និទ្ធហើយនឹងប្រពន្ធរបស់អឿតអាងផ្ទាល់តែម្ដងអនុប្រធានគណៈកម្មការអាស្រមភ្នំពើងតនុនលោកលុនលៀនអះអាងថាអឿតអាងធ្លាប់បានស្នាក់នៅអាស្រមភ្នំពើងតនុនតែក្រោយមកក៏បានសឹកទៅវិញដោយសារផ្ទុះរឿងអាស្រូវលួចសែបមេថុនពេលលាចាកសិក្ខាបទនោះលោកថាអឿតអាងមិនមានសេះសល់លុយកាក់អ្វីឡើយនេះគឺជាកฎរបស់តណ្ឌិតអឿតអាងកាលនៅបួសជាសង្ឃនៅអាស្រមមនោរម្យភ្នំពើងតនុននៅក្នុងស្រុកអង្គរជុំខេត្តសៀមរាបអតីតភិក្ខុរូបនេះធ្លាប់បានគង់នៅទីនេះចន្លោះពីឆ្នាំ2012ដល់ចុងឆ្នាំ2015ដូចមិនមានបណ្ឌិតកែមលីទៅខ្ចីលុយ3000ឬខ្វះខាតលុយ3000នេះដល់ទៅខ្ចីអឿតអាងនៅឋានៈប៉ុណ្ណោះហើយទៅខ្វះលុយ3000ទៅខ្ចីឲ្យគេសម្លាប់មិនបានចង់លុយគេទៅទៀមបានទៅឲ្យគេសម្លាប់ខ្លួនមកខ្ញុំមិនជឿទេណានៅពេលដែលគាត់លាចាកសិក្ខាបទទៅជាវត្ថុជនធម្មតាហ្នឹងថាតើលោកបានដឹងថាគាត់មានសេះសល់ទ្រព្យសម្បត្តិលុយកាក់ដើម្បីអាចទៅប្រកបរបរមួយក៏ធ្វើអីផ្សេងទៀតបានណាស្លាប់មើលគឺអត់មានសល់អីទេដែលលាចាកសិក្ខាបទនេះចេញពីវត្តនេះទៅគឺទៅបិណ្ឌបាតនៅជួរឯណាទេបាត់ពេលវាមកទឹកបានឡប់ទៅវិញកន្លះខែវិញឡប់ទៅវិញទៅសឹកតែសឹកនៃពូបានដេញថាអូលោកសឹកអើយចំណែកឯលោកអ៊ុំអឿងដែលជាខ្លារបស់អឿតអាងវិញក៏អះអាងដូចគ្នានេះដែរលោកបញ្ជាក់ថាក្រោយពីសឹកអឿតអាងបានសុំផ្ទះលោកស្នាក់នៅក្នុងភូមិនគរភាស2ឃុំនគរភាសស្រុកអង្គរជុំហើយពេលនោះអឿតអាងមានតែសម្ពាយជាប់ខ្លួនមួយតែប៉ុណ្ណោះ
ដែលនៅក្នុងសម្ពាយនោះមានខោអាវប៉ុន្មានកំភ្លេនិងសៀវភៅប៊ិចមួយចំនួនអឿតអាងខ្លួនឯងក៏បានប្រាប់លោកដែរថាខ្លួនមិនមានលុយកាក់សេសសល់អ្វីនោះទេលោកមិនជឿថាអឿតអាងដែលក្រីក្រស្ទើរតែរកបាយហូបគ្មាននោះមានដីធ្លីនៅតំបន់ចំការគោនិងលុយ$3,000ឲ្យបណ្ឌិតកែមលីខ្ចីនោះដែរដំណងទេបើវាមានខំមិនដែរនៅនេះខំមិនទៅនោះបាត់វាដែលមកនៅអត់ឃ្លាននេះក៏ទៅចាប់តាំងពីឆ្នាំ2015មកបើតាមពូគិតគឺមនុស្សហ្នឹងគឺនៅក្នុងខេត្តសៀមរាបទេមិននៅក្នុងមិននៅប្រទេសមានជ័យមិននៅអីទេមែនទេនៅតានេះឯងបើមានដីលក់ប្លោះនោះមនុស្សនេះវាដែរអត់ឃ្លានដែរហ่าមនុស្សមានប្រាក់ដែលច្រឡំរីឯលោកស្រីហឿមហ៊ុតដែលជាប្រពន្ធរបស់អឿតអាងវិញក៏អះអាងដែរថាក្រោយពេលសែនព្រេនបានគ្នាជាប្តីប្រពន្ធអឿតអាងមិនដែលមានទ្រព្យសម្បត្តិអ្វីប្រគល់ឲ្យលោកស្រីឡើយហើយក៏មិនបានប្រកបរបរអ្វីដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារដែរផ្ទុយទៅវិញអឿតអាងមានតែយកម៉ូតូដែលលោកស្រីខំទិញឲ្យយកទៅលក់បានប្រាក់យកទៅលេងល្បែងចាញ់អស់ជាច្រើន$100ថែមទៀតហើយជុំនៅជាមួយគ្នាចឹងវាច្រើនគាត់សកម្មភាពគាត់ធ្វើអីខ្លះដើម្បីរកចំណូលជួយគ្រួសារអត់តែបានរកអីទេលោកគ្រូគាត់ដែរនិយាយពីរឿងគាត់មានដីធ្លីមានទ្រព្យធនមានទ្រព្យរបស់ទ្រព្យអីដែលទេខ្ញុំមិនដែលឮគាត់អាចមានលុយជាប់ខ្លួន$200-300មក$300-400អីនៅជាប់ខ្លួនហ្មងអត់ដែលមានទេអត់ដែលមានទេចាបើគាត់មាន10000-20000នេះក៏ឲ្យខ្ញុំគាត់ដែលមានលុយទឹកខ្លួនអត់ជារួមចម្លើយសារភាពទាំងអម្បាលម៉ានរបស់អឿតអាងតាក់ទងទៅនឹងតំបន់ចំការគោនិងបឹងត្រកួននៅខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃនោះមិនស៊ីសង្វាក់គ្នាទៅនឹងព័ត៌មានពិតជាក់ស្ដែងនៅតំបន់នោះឡើយក៏ប៉ុន្តែតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសអឿតអាងហៅជួបសម្លាប់ដាក់ពន្ធនាគារអស់មួយជីវិតជួបសម្លាប់ដែលបានសារភាពថាខ្លួនគឺជាអ្នកសម្លាប់បណ្ឌិតកែមលីនោះបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបងរាជធានីភ្នំពេញលោកយងផនិតដែលជាមេធាវីការពារក្តីឲ្យជួបសម្លាប់នោះបញ្ជាក់ថាមូលហេតុនៃការប្តឹងឧទ្ធរណ៍នេះគឺដោយសារកូនក្តីរបស់លោកដឹងកំហុសនិងចង់ឲ្យតុលាការសម្រាលទោសដើម្បីមានឱកាសកែខ្លួនទោះបីជាបែបនេះក្តីសហគមន៍ជាតិនិងអន្តរជាតិបានរិះគន់ថាការផ្តន្ទាទោសនេះធ្វើឡើងដោយតក់ក្រហល់បន្សល់នូវភាពមន្ទិលសង្ស័យជាច្រើនចំណុចដោយបានបញ្ជាក់ពីខាងដើមហើយថាលុយ$3,000នោះអឿតអាងអះអាងថាខ្លួនបានមកពីការលក់ដីមួយកន្លែងនៅតំបន់ចំការគោក្បែរព្រំដែនថៃហើយចុះបើរូបគាត់គ្មានដីធ្លីគេអាករទ្រព្យសម្បត្តិអ្វីនៅតំបន់នោះផងតើគាត់អាចមានលុយ$3,000នោះមកពីណាហើយបើគ្រួសារសាច់ញាតិមិត្តភ័ក្តិម្រាក់ក្លើរួមទាំងអ្នកធ្លាប់ស្គាល់អឿតអាងផងសុទ្ធតែអះអាងដូចគ្នាថាបុគ្គលនេះក្រីក្រស្ទើរតែរកបាយហូបគ្មានផងនោះថាតើគាត់អាចមានលុយ$3,000មកពីណាឲ្យបណ្ឌិតកែមលីខ្ចីទៅកើតខណៈដែលអ្នកទាំងពីរមិនដែលទាំងស្គាល់គ្នាផងនោះដូច្នេះមានន័យថាអំពើឃាតកម្មដ៏កក្រើកមួយនេះអាចមានមូលហេតុផ្សេងនៅពីក្រោយដែលមិនមែនជារឿងលុយ$3,000នោះទេនៅត្រង់ចំណុចនេះសំណួរដែលត្រូវបានសាធារណជនចោទឡើងថាតើហេតុអ្វីបានជាតុលាការសម្រេចកាត់ទោសជួបសម្លាប់ដោយប្រញាប់ប្រញាល់បែបនេះតើហេតុអ្វីបានជាមានតែជួបសម្លាប់ម្នាក់គត់ដែលត្រូវបាននាំខ្លួនមកកាត់ទោសតើសំណុំរឿងមួយទៀតស្ដីពីបទលាក់ទុកនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតដែលតុលាការកំពុងស៊ើបអង្កេតនោះនឹងអាចស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតដូចជាអ្នកលក់កំភ្លើងឲ្យជួបសម្លាប់អ្នកទទួលឲ្យជួបសម្លាប់ស្នាក់នៅក្នុងក្រុងភ្នំពេញឬមួយក៏អ្នកនៅពីក្រោយខ្នងជួបសម្លាប់យកមកផ្ដន្ទាទោសបានដែរឬមួយក៏យ៉ាងណាទាំងសាធារណមតិជាតិនិងអន្តរជាតិសុទ្ធតែចង់ដឹងចម្លើយតបនឹងចម្ងល់ទាំងនេះហើយប្រសិនបើតុលាការអាចស្រាយចម្ងល់ទាំងនេះបានស្ថាប័នជាតិមួយនេះអាចនឹងបញ្ជៀសបាននូវការរិះគន់ដែលថាស្ថាប័ននេះអសមត្ថភាពស្ថិតក្រោមឥទ្ធិពលនយោបាយក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះហើយបណ្ដេតបណ្ដោយឲ្យមានវប្បធម៌នីតិរដ្ឋភាពជាដើមខ្ញុំយ៉ងច័ន្ទតារាអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីនៅចំខួប1ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិតកែមលីនេះដែរស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកបណ្ឌិតកែមលីដោយសម្ដែងសមានទុក្ខជាថ្មីចំពោះមរណភាពអ្នកវិភាគសង្គមដ៏ល្បីគឺបណ្ឌិតកែមលីព្រមទាំងចូលរួមជាមួយប្រជាជនកម្ពុជានៅក្នុងការអបអរជីវិតនិងការងាររបស់លោកនៅថ្ងៃខួប1ឆ្នាំនេះសាររំលែកទុក្ខរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាធ្វើឡើងតាមរយៈទំព័រ Facebook អមនឹងរូបថតរបស់បណ្ឌិតកែមលីផងក្នុងសាររំលែកទុក្ខនោះដែរស្ថានទូតអាមេរិកសង្ឃឹមថាអ្នកប្រព្រឹត្តនឹងត្រូវបានចាប់ឲ្យទទួលខុសត្រូវ
ពេញលេញចំពោះអំពើលីលានិងដកកំសាន្តនេះបាទលោកនាងជាទីមេត្រីលោកនាងកំពុងតែទស្សនាការផ្សាយផ្ទាល់របស់អាស៊ីសេរីផ្សាយចេញពីរាជធានីភ្នំពេញស្ដីអំពីការរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិតកែមលីការផ្សាយនេះគឺចាប់ផ្ដើមពីម៉ោង 8 រហូតដល់ម៉ោង 11 បាទនៅពេលនេះកម្មវិធីយើងនឹងជួនសេចក្តីរាយការណ៍មួយទៀតបាទកាលពីនៅមានជីវិតលោកបណ្ឌិតកែមលីតែងតាមដានព្រឹត្តិការណ៍នយោបាយនិងសង្គមជាប់ជាប្រចាំរហូតដល់មនុស្សម្នាប្រសិទ្ធនាមជូនលោកថាជាអ្នកវិភាគនយោបាយនិងសង្គមប្រសិនបើលោករស់នៅមានជីវិតមកទល់ពេលនេះហើយបានតាមដានស្ថានភាពនយោបាយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល1ឆ្នាំកន្លងទៅនេះលោកបណ្ឌិតកែមលីប្រកាសជាមានការចាប់អារម្មណ៍ខ្លាំងចំពោះការវិវត្តទាំងអស់នោះក្នុងឱកាសបុណ្យខួប1ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិតកែមលីនេះលោកជុនច័ន្ទបុតសារលបងផ្ញើលិខិតចំហមួយឧទ្ទិសជូនលោកបណ្ឌិតកែមលីដែលរៀបរាប់ពីជ្រុងមួយនៃការវិវត្តស្ថានភាពនយោបាយនៅកម្ពុជានិងអំពីស្ថានភាពគ្រួសាររបស់លោកបាទសូមទស្សនាដូចតទៅលោកជឿឬមិនជឿមន្ត្រីសង្គមស៊ីវិល4រូបមានលោកនីសុខាលោកជីសុកសានលោកណៃវងដានិងអ្នកស្រីលឹមមនីព្រមទាំងលោកនីចរិយាដែលជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបដែលត្រូវបានអាជ្ញាធរចាប់ខ្លួនតាំងពីចុងខែមេសាឆ្នាំ2016គឺតាំងពីពេលដែលលោកនៅមានជីវិតទើបត្រូវបានតុលាការដោះលែងកាលពីថ្ងៃទី29ខែមិថុនានេះទេអ្វីត្បិតតែមានសេរីភាពនៅក្រៅឃុំបណ្ដោះអាសន្ននាពេលនេះក្តីតុលាការនៅមិនទាន់ទម្លាក់ចោលការចោទប្រកាន់តាមការស្នើសុំរបស់ពួកគាត់នៅឡើយខ្ញុំមិនប្រកាសថាតើលោកនៅទាន់ការប្រសិទ្ធនាមដល់តុលាការនេះពីសំណាក់ពលរដ្ឋខ្មែរឬក៏យ៉ាងណានោះទេពលរដ្ឋខ្មែរឥឡូវគេនាំគ្នាហៅតុលាការបច្ចុប្បន្នថាជាតុលាការតេឡេការដែលពួកគាត់ចាត់ទុកថាតុលាការតេឡេដូច្នេះមកពីពួកគាត់មើលឃើញថាតុលាការនេះធ្វើការតាមតែការចុចបញ្ជាមកពីចម្ងាយភាគច្រើនមកពីឋានទេវតាបាទបើនិយាយដល់រឿងឋានទេវតាឋានព្រះអាទិត្យនេះលោកក៏ប្រហែលជាភ្ញាក់ផ្អើលដែរបើលោកជ្រាបថាលោកសំរងស៊ីមិនមែនជាប្រធានគណៈបករូបព្រះអាទិត្យទៀតទេគណៈបកសង្គ្រោះជាតិឥឡូវដឹកនាំដោយលោកកឹមសុខាបាទប្រកាសណាស់គឺលោកកឹមសុខាដែលលោកបានទៅជួបសួរសុខទុក្ខប៉ុន្មានថ្ងៃមុនពេលដែលគេបាញ់សម្លាប់រូបលោកនោះឯងបាទលោកប្រហែលជាមិនទាន់ភ្លេចនៅឡើយទេពេលនោះលោកកឹមសុខាកំពុងឃុំខ្លួនឯងនៅក្នុងទីស្នាក់ការគណៈបកចាក់អង្រែលើគាត់សំងំនៅទីស្នាក់ការនោះប្រមាណកន្លះឆ្នាំក៏ស្រាប់តែព្រះមហាក្សត្រសពប្រទេសលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួចលោកកឹមសុខាក៏មានសេរីភាពហ៊ានចេញទៅចុះឈ្មោះបោះឆ្នោតនិងទៅប្រជុំសភាក្នុងនាមជាប្រធានក្រុមភាគតិចមានឋានៈប្រហែលនាយករដ្ឋមន្ត្រីយ៉ាងក៏ហឺរបស់លោកទៅក៏ប៉ុន្តែមិនបានប្រមាណថ្ងៃផងមិនដឹងជាលោកកឹមសុខាទៅធ្វើអីលោកហ៊ុនសែនទេស្រាប់តែលោកហ៊ុនសែនដូរច្បាប់លែងឲ្យមានតំណែងក្រុមភាគតិចនៅក្នុងសភាទៅខ្ញុំទៀតណាបោកខ្ញុំទៀតអាដាមកឹមសុខានៅជាពាក់អីខ្លះខ្ញុំសន្យា3ថ្ងៃក្រោយមកអាដាមនឹងធ្វើតែអាដាមអត់ធ្វើទាល់តែក្រោយមកទើបមានដំណឹងបែកធ្លាយថាការដែលលោកកឹមសុខាទទួលបានការលើកលែងទោសនេះក៏ព្រោះតែមានការជួយជ្រោមជ្រែងពីលោកហ៊ុនសែនដែលចង់ប្រើដៃលោកកឹមសុខាឲ្យកម្ចាត់លោកសំរងស៊ីចេញពីតំណែងប្រធានគណៈបកយ៉ាងគឺគោលដៅគេប្រើដៃរបស់ខ្ញុំដើម្បីកម្ចាត់ខាឯងនឹងទៅយល់ពីបញ្ហានេះបាទខ្ញុំទទួលអានោះខ្ញុំមានធ្វើស្ដាប់តាមសារបែកធ្លាយនោះទៅហាក់ដូចជាលឺលោកកឹមសុខាត្រូវដងត្រូវផ្លែគ្នាណាជាមួយលោកហ៊ុនសែនតែដល់មែនទែនលោកកឹមសុខាមិនព្រមធ្វើតាមសន្យាលោកហ៊ុនសែនក៏ខឹងទីងណាត់ទីងណែងហើយលោកក៏ដាក់ផែនការចាត់ចែងរឿងនេះដោយផ្ទាល់ដៃលោកវិញម្ដងបាទដំបូងលោកហ៊ុនសែនប្តឹងលោកសំរងស៊ីបន្ថែមហើយថាបើលោកសំរងស៊ីចាញ់ក្តីនៅតុលាការតេឡេលោកទារប្រាក់សំណងក្នុងចំនួនមួយយ៉ាងខ្ពស់លោកថែមទាំងគម្រាមថាបើមិនមានប្រាក់សងលោកទេលោកនឹងរឹបអូសយកទីស្នាក់ការគណៈបកសង្គ្រោះជាតិលក់ទូទាត់យកប្រាក់សងជំងឺចិត្តលោកទៀតផងបាទត្រូវឲ្យលោកមិនមែនតែអ្នកតូចតាចអត់អំណាចអត់ទ្រព្យចេះឈឺចិត្តទេនៅពេលដែលប៉ះពាល់ដល់ខ្លួនឬគ្រួសារខ្លួនលោកនាយករដ្ឋមន្ត្រីក៏ចេះឈឺចិត្តដែរក្រៅតែពីចងអាឃាតជាមួយមេបកប្រឆាំងលោកសំរងស៊ីលោកហ៊ុនសែនក៏នៅមានផែនការធំមួយទៀតនោះគឺផែនការរំលាយគណៈបកសង្គ្រោះជាតិចោលតែម្ដងលោកហ៊ុនសែនបានបញ្ជាឲ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីបកនយោបាយ
ដោយកំណត់ថាប្រធានឬអនុប្រធានគណៈបកនយោបាយត្រូវតែជាជនគ្មានទោសពេកហើយបើបកណាដឹកនាំដោយមេបកដែលមានទោសកម្រិតធ្ងន់គេអាចរំលាយគណៈបកនោះចោលបានប្រហែលជាវប្បធម៌ក្រាញអំណាចចូលវាយលុកពេញនគរកាយរបស់លោកហ៊ុនសែនហើយបានជាធ្វើឲ្យលោកគិតថាផែនការថ្មីនេះអាចជួយឲ្យសម្រេចបំណងលោកបានតែខុសពីអ្វីដែលលោកហ៊ុនសែនប៉ងគ្រាន់តែដឹងពីល្បិចនេះភ្លាមលោកសំរងស៊ីបានប្រកាសលាចេញពីតំណែងមេបកសង្គ្រោះជាតិផ្លែតនៅថ្ងៃលាលែងនោះលោកសំរងស៊ីប្រកាសយ៉ាងច្បាស់ជាសាធារណៈថាលោកធ្វើនេះគឺដើម្បីសង្គ្រោះគណៈបកកុំឲ្យគេរំលាយចោលបានអ្វីត្បិតតែលោកហ៊ុនសែនបរាជ័យផ្ទួនក្នុងផែនការរំលាយគណៈបកប្រឆាំងនិងផែនការកម្ចាត់លោកសំរងស៊ីចេញពីជួរដឹកនាំគណៈបកប្រឆាំងលោកនៅមិនទាន់អស់ចិត្តនៅឡើយថ្មីនេះលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យកែប្រែច្បាប់ស្តីពីគណៈបកនយោបាយនេះម្ដងទៀតដើម្បីឈានទៅបំបត្តិសម្លេងលោកសំរងស៊ីឲ្យបាត់ពីពិភពគុណតែម្ដងលើកនេះលោកឲ្យសភាចែងច្បាស់នៅក្នុងច្បាប់នោះថាមិនឲ្យជនទាំងឡាយណាដែលជាទុនឌិតអាចលូកលាន់ចូលក្នុងកិច្ចការគណៈបកនយោបាយបានទេបាទអ្វីដែលលោកបណ្ឌិតបែបមិនធ្លាប់ឮដែរនោះពលរដ្ឋនាំគ្នាហៅអាណត្តិបោះឆ្នោតលើកនេះថាជាអាណត្តិបែកធ្លាយប្រហែលជាលោកបណ្ឌិតនៅទាន់ពេលដែលទំព័រ Facebook មួយឈ្មោះរឿងពិត CNRP ដែលបែកធ្លាយសម្លេងសារសងស្នេហាដំបូងឡើយដែលត្រូវគេអះអាងថាជាសម្លេងរវាងលោកកឹមសុខាជាមួយនឹងស្រីមួយចំនួនបន្ទាប់មកសម្លេងផ្ដោះផ្ដងឡែបខាយស្នេហាក្រៅអាពាហ៍ពិពាហ៍នេះក៏បែកធ្លាយរាលដាលដល់មន្ត្រីគណៈបកសង្គ្រោះជាតិដទៃទៀតក្រោយមកក៏ស្រាប់តែមានលេចមុខអ្នកបញ្ចេញសារបែកធ្លាយម្នាក់ទៀតឈ្មោះសីហាហាក់មានជំនាញខ្លាំងជាម្ចាស់ទំព័ររឿងពិត CNRP សមត្ថភាពពិសេសមួយរបស់សីហាដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទ្រាំមិនសរសើរមិនបាននោះគឺការដែលសីហាអាចលួចថតបានកិច្ចសន្ទនានយោបាយជាសម្ងាត់របស់លោកដែលជាមេដឹកនាំខ្ពស់បំផុតរកលេខដាក់គ្មាននិយាយឆ្លើយឆ្លងជាមួយលោកកឹមសុខាផងឲ្យស្រីញូផ្សាយខ្ញុំបងអត់ដឹងស្គាល់អាភ័យសីហាវានៅឯណាបងអាភ័យសីហាណាអានោះវាធ្លាយឥឡូវខ្ញុំអត់ផ្សាយអាភ័យសីហាទេព្រោះខ្ញុំអត់ស្គាល់វានឹងវានៅណាមុខវាមិនអាសីហានោះអានោះវាចាប់បានទាំងសម្លេងគ្រាន់បើអាសីហាហើយប៉ុណ្ណឹងគ្រាន់បើឲ្យចេះចាប់សម្លេងអញជាមួយនឹងអីណែទោះជាថ្លើមពីមេឃយ៉ាងណាក្តីក៏ប្រហែលជាគ្មាននរណាហ៊ានធ្វើទុកទោសសីហាដូចជាគេបានធ្វើទៅលើលោកបណ្ឌិតឡើយឯកឧត្តមមានការភ័យព្រួយទេប្រសិនបើការសញ្ញាបង្ហាញថាមានការលោបថតនៅកិច្ចសន្ទនាសម្ងាត់អញ្ចឹងឧទាហរណ៍ថាឯកឧត្តមមានព័ត៌មានសម្ងាត់ឲ្យគេថតផងចឹងខ្ញុំតែមានស្រីក្រៅផងអាចថាមកពីអាជ្ញាធរមិនមានវិធានការលើអ្នកលួចថតបែកធ្លាយរឿងរ៉ាវរបស់បុគ្គលនេះហើយបានជាការបែកធ្លាយនៅតែបន្តហើយចាប់ផ្ដើមរាលដាលដល់មន្ត្រីមួយចំនួនរបស់គណៈបកប្រជាជនកម្ពុជាវិញម្ដងនៅមុនពេលបោះឆ្នោតនិងក្រោយបោះឆ្នោតមានការបែកធ្លាយនៅសារតាមទូរស័ព្ទរបស់កូនលោកនាយករដ្ឋមន្ត្រីជាមួយនឹងឈ្មួញធំមានមេបនលបែងស៊ីសងកាស៊ីណូ Naga ការបែកធ្លាយអំពីការសុំអន្តរាគមន៍ពីជនបរទេសឲ្យបានចូលសញ្ជាតិខ្មែរជាថ្នូរនឹងការសន្យាជួយលោកហ៊ុនសែនឲ្យឈ្នះឆ្នោតតាមរយៈយុទ្ធសាស្ត្រគម្រាមបំបាក់ស្បាតពលរដ្ឋខ្មែរជាដើមក្រៅពីនេះក៏មានការបែកធ្លាយសារអេឡិចត្រូនិកឬអ៊ីមែលរបស់មន្ត្រីគណៈបកប្រជាជនកម្ពុជាមួយចំនួនទៀតដូចជាលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វាលោកគឹមសន្តិភាពកូនប្រសារលោកជាមយៀបនិងលោកអូនពាន់មនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាដើមសារបែកធ្លាយទាំងនេះមានតាំងពីរឿងរ៉ាវរបស់មន្ត្រីធំខ្លះរបស់គណៈបកប្រជាជនកម្ពុជាមានលិខិតប្រកាសទ្រព្យសម្បត្តិមានការចាត់តាំងឲ្យមានក្រុមអុកឡុកតាមបណ្ដាញសង្គមជាដើមលោកដឹងទេគ្រាន់តែបានធ្វើជាកូនប្រសារលោកជាមយៀបភ្លាមយីអ៊ុនរបស់មន្ត្រីវ័យក្មេងម្នាក់ដែលហាក់ដូចជាកើតជំងឺរៀបរឹកមិនទាន់ផងនោះហាក់ឡើងស្រើតតែម្ដងក្រៅពីឡើងតំណែងឯកឧត្តមក៏មានប្រាក់វាល់លានទាំងលុយរៀលទាំងលុយដុល្លារមានដីនិងផ្ទះនៅតាមខេត្តនិងក្រុងនានារាប់ស្ទើរភ្លេចគ្រាន់តែក្បាលខ្សែក្រវ៉ាត់របស់ឯកឧត្តមក៏ធ្វើពីមាសសុទ្ធនិងដាំពេជ្រមានតម្លៃរាប់ម៉ឺនដុល្លារដែរនេះប្រសិនបើការប្រកាសទ្រព្យសម្បត្តិរបស់លោកដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដែលបែកធ្លាយនោះជាឯកសារពិតបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែមានបែកធ្លាយសារមួយទៀតដែលបង្ហាញពីការស្រាវជ្រាវជាសម្ងាត់មួយរបស់គណៈបកប្រជាជនកម្ពុជាដែលគេធ្វើនៅខែឧសភានិងខែកញ្ញាឆ្នាំ2016សំណួរទាំងឡាយដែលគេបានសួរមនុស្សជាង 5000 នាក់ក្នុងការស្រាវជ្រាវនេះបង្ហាញពីកង្វល់របស់គណៈបកប្រជាជនកម្ពុជា
ទៅលើប្រជាប្រិយភាពរបស់លោកសំរងស៊ីលោកកឹមសុខានិងគណៈបកសង្គ្រោះជាតិដូចជាគេសួរថាប្រសិនបើគេរារាំងមិនអោយលោកសំរងស៊ីចូលស្រុកវិញនិងសំណួរថាប្រសិនបើគេមិនបើកទូលាយឲ្យគណៈបកសង្គ្រោះជាតិឃោសនាបោះឆ្នោតជាដើមតើលោកអ្នកនឹងមានទំនោរតិចឬច្រើនក្នុងការបោះឆ្នោតឲ្យគណៈបកនេះបើតាមពិតលោកក៏ធ្លាប់មានប្រសាសន៍ដែរថាប្រសិនបើគណៈបកប្រជាជនកម្ពុជានៅតែបន្តរដ្ឋបិទសិទ្ធិសេរីភាពអ្នកនយោបាយនិងពលរដ្ឋដោយសពថ្ងៃនោះគណៈបកនេះនឹងបាត់បង់ការគាំទ្រពីពលរដ្ឋអ្នកដែលឆ្លើយនៅក្នុងការស្រាវជ្រាវនោះក៏ផ្ដល់ចម្លើយដូចអ្វីដែលលោកបណ្ឌិតធ្លាប់មានប្រសាសន៍នោះមែនគឺពួកគាត់នឹងមានទំនោរបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិប្រសិនបើគេមិនឲ្យលោកសំរងស៊ីវិលចូលស្រុកវិញនិងប្រសិនបើគេរដ្ឋបិទការឃោសនាបោះឆ្នោតរបស់គណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចហាក់មិនយកការរកឃើញពីការស្រាវជ្រាវនេះទៅអនុវត្តទេហើយជាលទ្ធផលគណៈបកប្រជាជនកម្ពុជាបាត់បង់តំណែងមេឃុំចៅសង្កាត់ជិត500តំណែងទៅលើគណៈបកសង្គ្រោះជាតិបាទលោកបណ្ឌិតជាទីគោរពមានការផ្លាស់ប្ដូរមួយទៀតក្នុងពេលថ្មីនេះដែលលោកបណ្ឌិតអាចនឹងភ្ញាក់ផ្អើលខ្លាំងណាស់ដែរលោកបណ្ឌិតជឿឬមិនជឿពាក្យថាសន្តិភាពលែងមានន័យថាដំណើរស្ងប់សានត្រានឬដំណើរសះជានឹងគ្នាដោយមានចែងក្នុងវចនានុក្រមសម្ដេចជួនណាទៀតហើយយ៉ាងហោចណាស់ក៏ពាក្យនេះបដូរអត្ថន័យចំពោះការប្រើប្រាស់ពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចំពោះលោកហ៊ុនសែនពាក្យសន្តិភាពមានន័យស្មើនឹងពាក្យសង្គ្រាមឬអំណាចទៅវិញជារឿយៗនៅពេលដែលលោកមានប្រសាសន៍ដល់ការរក្សាអំណាចរបស់លោកតែងលើកយកពាក្យសន្តិភាពនេះមកប្រើវិញឧទាហរណ៍ជំនួសពាក្យថាដើម្បីរក្សាអំណាចលោកមានប្រសាសន៍ថាដើម្បីរក្សាសន្តិភាពទោះជាត្រូវកំទេចចោលមនុស្ស100ទៅ200នាក់រួមទាំងមេបកប្រឆាំងផងក៏លោកមិនរួញរាជាដើមក្នុងខណៈដែលលោកបញ្ជាទៅមន្ត្រីរបស់លោកឲ្យវាយកំទេចជនណាក៏ដោយក្នុងតម្លៃណាក៏ដោយដើម្បីបង្ក្រាបអ្នកប្រឆាំងនឹងលោកហើយដែលអំពើនេះអាចនឹងធ្វើឲ្យមានសង្គ្រាមបង្ហូរឈាមនៅក្នុងប្រទេសលោកបែរជាមានប្រសាសន៍ថាលោកកំពុងតែបញ្ជាឲ្យការពារសន្តិភាពទៅវិញការបន្តអំណាចរបស់គណៈបកប្រជាជនគឺជាការបន្តនៅសន្តិភាពនិងការអភិវឌ្ឍនៃរបស់វាគឺចឹងទោះជាយ៉ាងណាក៏ដោយចុះចំពោះប្រជាពលរដ្ឋទូទៅពាក្យសន្តិភាពនៅតែមានន័យដោយសម្ដេចជួនណាតបានចងក្រងទុកមកហើយពួកគាត់នៅតែមានឆន្ទៈចង់មានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសន្តិវិធីដដែលណាហើយខ្ញុំរៀបរាប់រឿងនយោបាយជំរាបលោកបណ្ឌិតបែបរៀងវែងឆ្ងាយបែកសាយាមួបន្តិចប្រសិនបើលោកបណ្ឌិតស្ដាប់ឮក៏ប្រហែលជាធុញណាស់ហើយត្បិតលោកក៏ធ្លាប់មានប្រសាសន៍ថាគឺជាល្បិចយុទ្ធសាស្ត្រនយោបាយដដែលលោកបណ្ឌិតប្រហែលជាចង់ដឹងអំពីស្ថានភាពគ្រួសារលោកបណ្ឌិតណាស់ថាតើអត់ពីលោកទៅពួកគាត់ប្រឈមមុខទៅនឹងជីវិតតែលតោលគ្មានបង្គោលបែបណាខ្ញុំសូមចាប់ផ្ដើមពីម្ដាយរបស់លោកមិនខុសពីអ្នកម្ដាយដទៃទៀតទេម្ដាយរបស់លោកសោកសង្រេងខ្លាំងណាស់ចំពោះការបាត់បង់រូបលោកទំហំនៃការនឹករលឹករបស់អ្នកម្ដាយចំពោះលោកមានធំធេងណាស់ព្រោះគេតែងឃើញអ្នកម្ដាយនៅទៅត្រុកក្បែរភ្នូររបស់លោកបោះជូតមិនចេះចប់មិនចេះហើយសោះអ្នកម្ដាយថែមទាំងទៅសម្រាននៅជាប់នឹងភ្នូររបស់លោកជាប្រចាំទៀតផងអ្នកម្ដាយហាក់ដូចជានៅតែរងចាំក្រែងលោកបានភ្ញាក់មកវិញឬមួយក៏នៅរងចាំយាមការពារសពរបស់លោកកុំឲ្យមានជនខូខើណាមកតាមយីកូនប្រុសរបស់អ្នកម្ដាយទៀតគ្មាននរណាម្នាក់អាចយល់ពីជំរឿចិត្តរបស់អ្នកម្ដាយបានឡើយវាពិតជាអយុត្តិធម៌បន្តិចចំពោះអ្នកម្ដាយរបស់លោកតាមពិតគឺលោកទៅវិញទេដែលជាអ្នកគួរបាននៅរស់ថែរក្សាគាត់នៅពេលដែលគាត់មានវ័យជរាបែបនេះមិនគួរណាឡើយគាត់បែរទៅជាអ្នកថែលោកវិញសោះជាពិសេសនៅសោកសង្រេងថែភ្នូរកូនដែលត្រូវគេឆក់យកជីវិតទៅទាំងស្រស់បែបនេះសូមទោសទៅចុះនិយាយបែបនេះមិនមែនមានន័យថាខ្ញុំបន្ទោសលោកទេអ្នកណាក៏ដឹងច្បាស់ដែរថាតាមពិតលោកមិនមែនជាអ្នកសម្រេចចិត្តចាក់ចោលគាត់ឯណាយ៉ាងណាក៏ដោយខ្ញុំក៏មានដំណឹងល្អមួយជម្រាបជូនលោកដែរកូនប្រុសពៅរបស់លោកប្រសូតហើយភរិយារបស់លោកបានដាក់ឈ្មោះកូនពៅរបស់លោកថាកែមលីវីរៈបុត្រមិនដឹងថាលោកជាអ្នកជួយរកឈ្មោះនេះដាក់ឲ្យឬក៏យ៉ាងណាទេខ្ញុំភ្លេចសួរភរិយាលោកឲ្យឈឹងពេលដែលខ្ញុំបានទៅជួបសួរសុខទុក្ខគាត់និងកូនរបស់លោកប្រមាណជាជាង2ខែមុននេះតែឈ្មោះកែមលីវីរៈបុត្រដែលមានន័យថាកូនដ៏អង់អាចក្លាហានរបស់កែមលីនេះស័ក្តិសមនឹងកូនពៅរបស់លោកណាស់វីរៈបុត្រមានសុខភាពល្អទេពេលដែលខ្ញុំទៅជួបមកដល់ពេលនេះវីរៈបុត្រមានអាយុប្រមាណ9ខែហើយបងគេព្រួតគ្នាស្រឡាញ់និងថ្នាក់ថ្នមប្អូនប្រុសពៅសម្បើមណាស់ថ្
អ្វីត្បិតតែមិនបានទទួលការថ្នាក់ថ្នមដោយផ្ទាល់ពីលោកដែលជាឪពុកបង្កើតវីរបុត្របានទទួលនូវការស្រឡាញ់និងការយកចិត្តទុកដាក់ពីមនុស្សជាច្រើនចំណែកភរិយារបស់លោកវិញគាត់នៅតែបង្ហូរទឹកភ្នែកនឹកស្រណោះដល់លោកគ្រប់ដង្ហើមចេញចូលនៅឡើយយ៉ាងណាក៏ដោយសូមលោកមេត្តាកុំបារម្ភពេកអីពេលនេះគាត់ហាក់ដូចជារឹងមាំជាងកាលដែលលោកនៅរួមរស់ជាមួយគាត់ច្រើនណាស់ធម្មតាទេពេលដែលបាត់បង្អែកហើយគាត់បានខំប្រឹងពង្រឹងខ្លួនដើម្បីធ្វើជាទីលំនឹងសម្រាប់កូនវិញម្ដងភរិយានិងកូនរបស់លោកមិននៅក្នុងប្រទេសដែលលោកបានហៅថាសម្បូរទៅដោយសត្វដេរិឆាននោះទៀតឡើយដើម្បីរំដោះខ្លួនពីការប៉ុនប៉ងយាយីពីសំណាក់សត្វសាហាវទាំងនោះពួកគាត់បានភៀសខ្លួនទៅបរទេសហើយពេលនេះកំពុងរងចាំទៅតាំងលំនៅនៅប្រទេសទី3ក្នុងរយៈពេលរងចាំនេះពួកគាត់ជួបប្រទះនឹងបញ្ហាជីវភាពខ្លះៗតែសង្ឃឹមថាពួកគាត់នឹងទទួលបានសិទ្ធិទៅតាំងលំនៅនៅប្រទេសទី3ឆាប់នេះហើយជីវភាពពួកគាត់អាចនឹងប្រសើរឡើងអំពើល្អនិងគុណតម្លៃរបស់លោកបណ្ឌិតមិនសាបសូន្យឡើយអ្នកទាំងឡាយដែលធ្លាប់គោរពស្រឡាញ់លោកសុទ្ធតែមានសន្តានចិត្តចង់ជួយយឹតយោងភរិយានិងកូនទាំង5របស់លោកព្រមទាំងមានផែនការជួយផ្គត់ផ្គង់ដល់កូនរបស់លោកឲ្យរៀនសូត្របានខ្ពស់និងធំធាត់ចម្រើនវ័យក្នុងពិភពមួយដែលគួរប្រសើរជាងមានយុត្តិធម៌ជាងពិភពដែលលោកធ្លាប់រស់នៅសូមលោកមានសេចក្តីសុខក្នុងចិត្តចុះពលរដ្ឋខ្មែរនៅទូទាំងពិភពលោកនឹងមិនមើលភរិយានិងកូនរបស់លោកនឹងភ្នែកឡើយខ្ញុំសូមគោរពលាលោកបណ្ឌិតតែប៉ុណ្ណេះសិនចុះខ្ញុំបាទសូមឧទ្ទិសបុណ្យកុសលទាំងឡាយដែលខ្ញុំបានសាងជូនទៅដល់លោកបណ្ឌិតនិងសូមឲ្យលោកបណ្ឌិតបានដល់ឋានសុគតិភពពីខ្ញុំជុនច័ន្ទបុត្រដែលនៅតែមានភក្ដីភាពចំពោះលោកលោកនាងជាទីមេត្រីនៅក្នុងខួប1ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែមលីនេះដែរអ្នកស្រីប៊ូរចនាដែលជាភរិយារបស់លោកបានសរសេរលិខិតនៅលើទំព័រ Facebook របស់គាត់ជាលើកដំបូងអំពីភាពអង់អាចក្លាហានការលះបង់ជីវិតស្វាមីលោកស្រីដើម្បីសង្គមជាតិនិងការនឹករលឹកស្វាមីសូមលោកនាងទស្សនាការនិយាយរៀបរាប់ដោយលោកស្រីប៊ូរចនាភរិយាលោកបណ្ឌិតកែមលីដូចតទៅប្តីសម្លាញ់ចិត្ត1ឆ្នាំហើយដែលពួកដេរិឆានបានឆក់យកជីវិតបងពីអូននិងកូនអូននឹកបងណាតែបងកុំបារម្ភអីដោយសារមានបងប្អូនឈាមខ្មែរទាំងក្នុងនិងក្រៅប្រទេសជាង2លាននាក់ដែលបានលើកទឹកចិត្តអូនធ្វើឲ្យអូនរឹងមាំអូនពិតជាមានមោទនភាពណាស់ដែលមានបងជាស្វាមីបងលះបង់ជីវិតដើម្បីជាតិបងដឹងអត់កូនយើងគាត់ធំលឿនណាហើយពួកគាត់តែងតែជួយមើលថែប្អូនប្រុសពៅឯកូនពៅយើងវិញគាត់មានចរិតដូចបងណាហើយអូននិងកូនយើងកំពុងរងចាំទៅរស់នៅប្រទេសដែលបងប្រាថ្នាចង់ឲ្យកូនទៅរៀនឲ្យមានការជ្រុំជ្រែងពីបងប្អូនខ្មែរចាស់ទុំដែលស្រឡាញ់បងគ្រប់ដង្ហើមចិញ្ចោរបស់អូនគឺនឹកបងគ្រប់ពេលតែអូននឹងប្រើពេលវេលាមួយនេះមកមើលថែចិញ្ចឹមបីបាច់កូនរបស់យើងឲ្យគាត់ដើរតាមកន្លងបងចេះស្រឡាញ់និងជួយជាតិខ្មែរយើងឲ្យមានការផ្លាស់ប្ដូរដើម្បីសម្រេចបំណងបងដូច្នេះសូមបងតាមថែរក្សាអូននិងកូនយើងណាបងពីអូនប្រពន្ធដែលស្រឡាញ់បងបំផុតបាទលោកនាងជាទីមេត្រីកម្មវិធីផ្សាយផ្ទាល់អាស៊ីសេរីស្ដីពីការរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិតកែមលីនៅព្រឹកនេះសូមចប់តែប៉ុណ្ណេះបាទខ្ញុំបាទសូមជូនពរលោកនាងឲ្យជួបតែសេចក្តីសុខគ្រប់ប្រការខ្ញុំបាទយាវសុជាមេតានិងក្រុមការងារអាស៊ីសេរីទាំងអស់សូមអរគុណនិងសូមជម្រាបលា